ស្វាគមន៍មកកាន់ Channel JNJ Review ថ្ងៃនេះអេមីននាំយករឿងមួយដែលមានចំណងជើងថាអ្នកបម្រើក្នុងភូមិគ្រឹះអាកំបាំងក្នុងក្តីសង្ឃឹមចង់ចាប់ផ្ដើមជីវិតថ្មីយុវតីម្នាក់បានធ្វើជាអ្នកបម្រើនៅភូមិគ្រឹះប្តីប្រពន្ធអ្នកមានស្ដុកស្ដំមួយគូការទទួលបានការងារជាអ្នកបម្រើនៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃរបស់គ្រួសារនោះហាក់ដូចជាសំណាងដ៏ធំបំផុតរបស់នាងប៉ុន្តែនៅពីក្រោយភាពហឺហានិងភាពស្អាតនៃភូមិគ្រឹះនោះមានអាកំបាំងដ៏គួរឲ្យរន្ធត់ជាច្រើនដែលកំពុងរងចាំនាងតើភូមិគ្រឹះនោះមានអ្វីអាកំបាំងមានអ្វីរន្ធត់នៅក្នុងភូមិគ្រឹះនោះតោះតាមដានការសម្ដែងរឿងទាំងអស់គ្នាតែមុននឹងចូលសាច់រឿងសូមបងប្អូនជួយចុច like និង subscribe ឲ្យ Channel នេះម្នាក់មួយដើម្បីទទួលបានរឿងល្អៗមួយជាច្រើនទៀតក្នុង Channel JNJ Review ឥឡូវនេះតាមដានការសម្ដែងរឿងទាំងអស់គ្នាមីលីបានមកដល់ភូមិគ្រឹះ Winchester Mansion ដើម្បីសម្ភាសការងារជាអ្នកបម្រើនៅក្នុងផ្ទះម្ចាស់ផ្ទះឈ្មោះថានីណាបានស្វាគមន៍នាងយ៉ាងកក់ក្ដៅនីណាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រវត្តិរូបសង្ខេបរបស់មីលីហើយបាននិយាយថានាងមានសមត្ថភាពខ្ពស់លើសពីតម្រូវការការងារនេះទៅទៀតប៉ុន្តែមីលីបានតបថានាងចូលចិត្តធ្វើការងារជាអ្នកបម្រើនៅក្នុងផ្ទះនីណាបានប្រាប់មីលីថាការងារនេះតម្រូវឲ្យនាងស្នាក់នៅក្នុងផ្ទះនេះនាងមានតួនាទីរៀបចំទុកដាក់បោសសម្អាតនិងធ្វើម្ហូបរួមមានការជួយមើលថែទាំស៊ីស៊ីដែលជាកូនស្រីរបស់នាងផងគ្រប់សំណើទាំងអស់មីលីមិនបានបដិសេធឡើយបន្ទាប់មកនីណាបាននាំមីលីដើរមើលជុំវិញផ្ទះដោយរៀបរាប់ថាស្វាមីរបស់នាងឈ្មោះថា Andrew ដែលជាអ្នកធ្វើការក្នុងវិស័យបច្ចេកវិទ្យាជាអ្នករចនាផ្ទះនេះទាំងមូលនីណាបាននាំមីលីទៅកន្លែងបញ្ចាំងកុនវាជាកន្លែងផ្ទាល់ខ្លួនរបស់ Andrew ប៉ុន្តែនាងប្រាប់ឲ្យមីលីអាចប្រើវាបានគ្រប់ពេលវេលាមកដល់បន្ទប់ទទួលភ្ញៀវជាន់ខាងលើដែលមើលទៅស្អាតនិងមានរបៀបរៀបរយមីលីក៏សួរថាតើលោកស្រីប្រកាសទេថាត្រូវការអ្នកបម្រើនៅក្នុងផ្ទះព្រោះមើលទៅផ្ទះស្អាតខ្លាំងណាស់នីណាក៏បានបង្ហើបថានាងត្រូវការអ្នកបម្រើដោយសារតែនាងកំពុងមានផ្ទៃពោះកូនម្នាក់ទៀតប៉ុន្តែនាងមិនទាន់បានប្រាប់ស្វាមីនៅឡើយទេនីណាបានបង្ហាញបន្ទប់កូនស្រីស៊ីស៊ីនិងប្រាប់ថាអេនដ្រូបានធ្វើផ្ទះតូចមួយដែលចម្លងតាមផ្ទះនេះទាំងស្រុងនីណាណែនាំទៀតថាចំណែកបន្ទប់គេងរបស់នាងគឺនៅជាន់ខាងលើនាងប្រហែលជាគិតថាវាតូចបន្តិចហើយប៉ុន្តែវាមានភាពឯកជនសម្រាប់នាងនីណាក៏ប្រាប់ទៀតថាទោះបីជានៅមានបេក្ខជនផ្សេងទៀតដែលទៅសម្ភាសក៏ដោយប៉ុន្តែនាងមានអារម្មណ៍ថាមីលីអាចជាជំរឿនដ៏ត្រឹមត្រូវមុននឹងត្រឡប់ទៅវិញនីណាបានឲ្យប្រាក់$20សម្រាប់ការចំណាយកម្លាំងពេលវេលានិងសាំងដើម្បីមកដល់ទីនេះនៅពេលចាក់ចេញពីភូមិគ្រឹះមីលីដឹងក្នុងចិត្តថាឲ្យតែគេពិនិត្យមើលប្រវត្តិរូបគេនឹងដឹងភ្លាមថាអ្វីគ្រប់យ៉ាងនៅក្នុងប្រវត្តិរូបគឺកុហកទាំងអស់គេច្បាស់ណាស់ជាមិនតាក់ទងមកនាងវិញទេជីវិតរបស់មីលីគឺលំបាកខ្លាំងណាស់នាងត្រូវចូលសម្អាតខ្លួនក្នុងបន្ទប់ទឹកផ្សារទំនើបដេកនៅក្នុងឡានរបស់ខ្លួនឯងមីលីក៏រៀបចំគេងនៅក្នុងឡានព្រឹកឡើងប៉ូលីសបានមកដេញនិងប្រាប់នាងថានៅទីនេះមិនអាចគេងបានទេមីលីបានកុហកប៉ូលីសថានាងកំពុងបើកឡានចេញពីផ្ទះរបស់ម៉ាក់នាងដោយសារនាងងុយដេកខ្លាំងពេកទើបសម្រាប់ចាត់អែបឡានគេងមួយផ្លែសិនសម្លេងទូរស័ព្ទក៏បានរឡើងនីណាបានទូរស័ព្ទមកប្រាប់ថានាងត្រូវបានជ្រើសរើសឲ្យចូលធ្វើការហើយមីលីត្រេកអរជាខ្លាំងហើយនីណាប្រាប់ឲ្យនាងចូលធ្វើការឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅពេលដែលមីលីមកដល់ផ្ទះនាងគ្មានលេខកូដបើកទ្វារឡើយនាងក៏បានឃើញបរិមម្នាក់ដែលមានឈ្មោះថា Enzo នៅទីនោះនាងស្វែងប្រាប់គេថានាងគឺជាអ្នកបម្រើថ្មីហើយសូមឲ្យគេជួយបើកទ្វារឲ្យនាងផងទ្វារក៏បានរបើកនៅពេលដែលនាងចូលទៅដល់ក្នុងផ្ទះមីលីស្រែកហៅរកនីណានាងបានឃើញផ្ទះក្នុងស្ថានភាពគ្មានសណ្ដាប់ធ្នាប់និងរញ៉េរញ៉ៃយ៉ាងខ្លាំងនីណាបានរត់ចេញមកស្វាគមន៍នាងទទួលយកអីវ៉ាន់ពីមីលីយកទៅទុកក្នុងបន្ទប់របស់នាងនិងប្រាប់មីលីថានាងត្រូវសរសេរសន្ទរកថាសម្រាប់សមាគមមាតាបិតាសិស្សឲ្យបានល្អដូច្នេះនាងជាប់រវល់នៅក្នុងការិយាល័យហើយដូច្នេះមីលីត្រូវចាប់ផ្ដើមធ្វើការឥឡូវនេះស្វាមីរបស់នីណាគឺលោក Andrew បានត្រឡប់មកផ្ទះវិញជាមួយនឹងកូនស្រីឈ្មោះ Cici នីណាក៏ចេញមកទទួលស្វាមីនិងបានណែនាំមីលីទៅកាន់ពួកគេ Cici ហាក់ដូចជាមិនសូវពេញចិត្តនឹងអ្នកបម្រើថ្មីនេះទេចំណែកឯ Andrew មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនីណាមិនបានប្រាប់គាត់មុនអំពីការជួលអ្នកបម្រើតែគាត់ក៏បាននិយាយពីស្វាគមន៍នាងយ៉ាងកក់ក្ដៅ Andrew បានបបួលមីលីឲ្យចូលរួមញ៉ាំអាហារពេលល្ងាចជាមួយគ្នាប៉ុន្តែនាងបានបដិសេធដោយនិយាយថានាងសុំទៅបន្ទប់រៀបចំអីវ៉ាន់មីលីបានចូលទៅពិនិត្យមើលបន្ទប់របស់នាងជាន់ដំបូលនាងបើកទូទឹកកកតូចមួយដែលមានទឹក3ដបនាងបានកត់សម្គាល់ឃើញថាទ្វារបន្ទប់មានស្នាមនិងអាចចាក់សោបានតែពីខាងក្រៅហើយបង្អួចក៏មិនអាចបើកបានទៀតនីណាក៏បានយកអាហារមកឲ្យមីលីបានសួរថាតើបង្អួចនេះអាចបើកបានទេនីណាឆ្លើយថាវាមិនអាចបើកបានទេប៉ុន្តែបន្ទប់នេះមានខ្យល់ចេញចូលគ្រប់គ្រាន់មិនធ្វើឲ្យនាងថប់ដង្ហើមឡើយមីលីស្នើសុំបើកបង្អួចដើម្បីឲ្យមានខ្យល់អាកាសចេញចូលខ្លះនីណាក៏យល់ព្រមនាងប្រាប់ថានាងនឹងប្រាប់ជាងជួសជុលអំពីរឿងហ្នឹងមីលីសួរថាតើគាត់ជាបរិសុទ្ធដែលនៅខាងក្រោមទីធ្លាផ្ទះនឹងមែននីណាក៏ប្រាប់វិញថាមិនមែនទេម្នាក់នោះគឺជា Enzo គាត់ជាអ្នកថែទាំសួនកុំខ្វល់ពីគាត់អីមីលីក៏បានសុំសោទ្វារបន្ទប់របស់នាងហើយនីណាប្រាប់ថានាងនឹងចាត់ចែងរកសោមកឲ្យបន្ទាប់មកនីណាបានហុចទូរស័ព្ទមួយគ្រឿងឲ្យមីលីដោយប្រាប់ថាជាកាដូដោយសារទូរស័ព្ទរបស់នាងមើលទៅវាហួសសម័យនាងបានបញ្ចូលព័ត៌មានកាតឥណទាននៅក្នុងទូរស័ព្ទរួចរាល់ហើយដើម្បីឲ្យនាងងាយស្រួលទិញអីវ៉ាន់នៅផ្សារនិងចាក់សាំងមុននឹងចាក់ចេញនីណាបានសុំមីលីអោបនិងនិយាយពាក្យថានាងពិតជាសប្បាយចិត្តណាស់ដែលមីលីមករស់នៅទីនេះជាមួយនឹងពួកយើងព្រឹកបន្ទាប់មីលីបានគេងជ្រុលនាងក៏ប្រញាប់ប្រញាល់ស្លៀកពាក់ចេញទៅធ្វើការប៉ុន្តែទ្វារបន្ទប់បែរជាបើកមិនចេញនាងត្រូវប្រឹងទាញយ៉ាងខ្លាំងទើបទ្វាររបើកនៅពេលចោះមកដល់ខាងក្រោ
មនាងឃើញនីណាកំពុងរកអ្វីមួយនិងកំពុងគប់បោកំតិចរបស់ក្នុងផ្ទះធ្វើឲ្យផ្ទះមានសភាពរញ៉េរញ៉ៃមីលីព្យាយាមលួងលោមឲ្យនីណាស្ងប់អារម្មណ៍ប៉ុន្តែនីណាបានស្រែកសួរទាំងខឹងថាតើកំណត់ត្រាសន្ទរកថាសម្រាប់សមាគមមេដាបេដាសិស្សរបស់នាងនៅឯណាអេនទ្រូក៏បានមកដល់នីណាបានចោទមីលីថាជាអ្នកបោះចោលកំណត់ត្រាសន្ទរកថារបស់នាងខំសរសេរវាដោយដៃរបស់នាងផ្ទាល់មីលីទឹកមុខពោពេញដោយចម្ងល់នីណាមានអាការៈធន់ថ្លោខ្លាំងដែលដូចទៅនឹងមនុស្សដែលមានវិបត្តិផ្លូវចិត្តអេនទ្រូទៅលួងលោមនឹងអោបថើបនាងឲ្យនាងដកដង្ហើមមួយដើម្បីឲ្យនាងស្ងប់អារម្មណ៍អេនទ្រូបានប្រាប់ថាគាត់នឹងនាំស៊ីស៊ីទៅសាលារៀនចំណែកនាងទៅមុជទឹកញ៉ាំអាហារពេលព្រឹកដូច្នេះនាងមានពេលពេញមួយថ្ងៃដើម្បីសរសេរកំណត់ត្រាសន្ទរកថាឡើងវិញនីណាក៏មានអារម្មណ៍ស្ងប់ចិត្តថាបលីអេនទ្រូរួចក៏ចាក់ចេញទៅអេនទ្រូបានសុំទោសមីលីចំពោះទង្វើរបស់នីណាដោយនិយាយថាគាត់មិនដឹងថាមានរឿងអ្វីកើតឡើងចំពោះនីណាទេថ្មីនេះនាងមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងអេនទ្រូចង់ជួយបោសសម្អាតផ្ទះប៉ុន្តែមីលីបានបដិសេធឲ្យប្រាប់ថាទុកឲ្យនាងជាអ្នករៀបចំដើម្បីកុំឲ្យស៊ីស៊ីជិតពេលមីលីយកសម្រាមទៅចោលនៅខាងក្រៅនាងបានឃើញអេនសូឈរនៅទីនោះអេនសូបានសួរនាងថាតើនាងកំពុងតែធ្វើអ្វីនៅផ្ទះនេះមីលីតបថានាងធ្វើការនៅទីនេះហើយក៏សួរទៅគេវិញអេនសូបំរុងនឹងឆ្លើយគេក៏ក្រឡេកឃើញនីណានៅមាត់បង្អួចគេក៏រអ៊ូជាភាសាអ៊ីតាលីឬក៏ដើរចេញទៅបាត់ខណៈពេលដែលមីលីមកលាងសម្អាតបន្ទប់ទឹកស្រាប់តែនីណាលេចមកពីខាងក្រៅនាងគួរឲ្យខ្លាចនីណានិយាយថានាងពិតជាមិនសូវចោះសម្រងជាមួយពួកម៉ាក់នៅក្នុងសមាគមមេដាបេដាសិស្សទាំងនោះទេនាងមិនដឹងថាខ្លួនឯងមានសម្ពាធខ្លាំងប៉ុណ្ណានោះទេមីលីព្យាយាមលួងលោមថាប្រហែលជាមកពីអរម៉ូនថ្មីដោយសារមានផ្ទៃពោះដែលធ្វើឲ្យលោកស្រីពិបាកគ្រប់គ្រងអារម្មណ៍នីណាបែរជាដេញនាងចេញព្រោះនាងត្រូវការងូតទឹកមីលីកំពុងធ្វើម្ហូបអេនទ្រូប្រាប់នាងថាម្ហូបនេះមានក្លិនឈ្ងុយណាស់ហើយប្រាប់ឲ្យមីលីដួសឲ្យស៊ីស៊ីញ៉ាំមុនចោះចាំគាត់ចេញមកញ៉ាំតាមក្រោយមីលីកំពុងលើកអាហារឲ្យស៊ីស៊ីប៉ុន្តែនាងទៅត្រូវការផឹកទឹកផ្លែឈើដោយសុំកែថ្មីព្រោះកែរបស់នាងក៏ក្រិចការផឹកទឹកផ្លែឈើគឺពិសេសណាស់នាងមិនផឹកជាមួយកែកខ្វក់ឡើយមីលីក៏យល់ព្រមតែយកកែថ្មីមកឲ្យនាងនៅពេលដែលនាងត្រឡប់មកវិញអេនទ្រូកំពុងអង្គុយញ៉ាំអាហារគាត់បានបបួលមីលីឲ្យញ៉ាំជាមួយគ្នាប៉ុន្តែនាងបានបដិសេធព្រោះឃើញទឹកមុខមិនពេញចិត្តរបស់ស៊ីស៊ីពេលត្រឡប់ទៅបន្ទប់នាងវិញមីលីកំពុងមើល Instagram របស់អេនទ្រូមើលទៅមីលីកំពុងលងស្នេហ៍បរិសង្ហានិងជាសុភាពបារម្ភអ្នកនេះហើយសំឡេងគោះទ្វារក៏បន្លឺឡើងគឺជាអេនទ្រូបានចូលមកក្នុងបន្ទប់របស់នាងជាមួយនឹងបង្អែមមួយចានយកមកឲ្យនាងអេនទ្រូព្យាយាមចូលមកលួងលោមនាងយកដៃអង្អែមមុខនឹងចង់ថើបនាងប៉ុន្តែភ្លាមនោះមីលីក៏បានភ្ញាក់ពីសុបិនហើយនាងប្រាប់ខ្លួនឯងថារឿងនេះមិនអាចកើតឡើងឡើយមីលីកំពុងរៀបចំអាហារពេលព្រឹកនីណាក៏និយាយពីខាងក្រៅនាងធ្វើឲ្យមីលីភ្ញាក់នីណានិយាយថានាងចង់ឲ្យមីលីមានអារម្មណ៍សុវត្ថិភាពពេលដែលរស់នៅក្នុងផ្ទះនេះរួចនាងក៏ហុចសោកបន្ទប់ឲ្យមីលីតាមដែលមីលីធ្លាប់ស្នើសុំនីណាសួរថាការប្រជុំមីងអេនទ្រូយ៉ាងមិនដែរគាត់គឺជាបរិសក្នុងសុបិនមែនទេគាត់ចូលចិត្តធ្វើពុតជាចូលចិត្តគ្រប់យ៉ាងដែលនាងធ្វើឲ្យគាត់ញ៉ាំទោះបីជាការពិតគាត់ស្អប់ពីក៏ដោយមីលីរៀបចំចាក់ចេញពីផ្ទះនីណាបានមកដល់រួចក៏ខាត់នាងមីលីប្រាប់ថាថ្ងៃនេះគឺជាថ្ងៃសៅរ៍គឺជាថ្ងៃឈប់សម្រាករបស់នាងប៉ុន្តែនីណានិយាយថានាងមិនអាចទៅណាបានទេព្រោះមីលីធ្វើឲ្យនាងខកខានការណាត់ជួបនៅឯហាងធ្វើសក់ដោយសារតែនាងបោះចោលកំណត់ត្រាសន្ទរកថារបស់នាងមីលីប្រាប់ថានាងមានការណាត់ជួបដ៏សំខាន់មួយនៅថ្ងៃនេះនាងចេញទៅតែពី3ម៉ោងប៉ុណ្ណោះនាងនឹងឆាប់ត្រឡប់មកវិញនីណាក៏សួរថាជាការណាត់ជួបអ្វីប៉ុន្តែមីលីមិនអាចឆ្លើយបានទេអេនទ្រូក៏មកដល់ហើយនិយាយថាមីលីអាចទៅបានព្រោះវាជាថ្ងៃសម្រាប់របស់នាងហើយគាត់នឹងជួយមើលថែស៊ីស៊ីដើម្បីឲ្យនីណាបានសម្រាប់មីលីបានទៅជួបមន្ត្រីតាមការដោះលែងដោយមានលក្ខខណ្ឌរបស់នាងបានរាយការណ៍អំពីការងារថ្មីមន្ត្រីនោះបានណែនាំឲ្យនាងរក្សាការងារនេះឲ្យជាប់បើមិនដូច្នោះទេនាងនឹងត្រូវត្រឡប់ទៅពន្ធនាគារវិញដើម្បីអនុវត្តទោសដែលនៅសល់រយៈពេល5ឆ្នាំទៀតមីលីរៀបចំត្រឡប់មកផ្ទះវិញនីណាបានទូរស័ព្ទមកបញ្ជាឲ្យនាងត្រូវទៅទទួលស៊ីស៊ីពីថ្នាក់រៀនរបាំបាលេនៅម៉ោង 1:45 នាទីហើយហាមយឺតឲ្យសោះរួចក៏កាត់ផ្ដាច់ខ្សែទូរស័ព្ទដោយមិនបានប្រាប់ទីតាំងនៅឯណាឡើយមីលីបានឆែកអាស័យដ្ឋានតាមអ៊ីនធឺណិតរហូតរកឃើញកន្លែងរៀននោះរួចនាងក៏ប្រញាប់ទៅទទួលស៊ីស៊ីយ៉ាងលឿនទៅដល់នាងបានជួបស្ត្រីម្នាក់ឈ្មោះថា Patrick បានមកសួរនាំនាងមីលីប្រាប់ថានាងធ្វើការឲ្យនីណាហើយនាងប្រាប់ឲ្យមកទទួលស៊ីស៊ីប៉ុន្តែនៅពេលដែលស៊ីស៊ីមកដល់នាងនិយាយថានាងត្រូវទៅលេងផ្ទះមិត្តភ័ក្តិរបស់នាងអេម៉ាមីលីក៏និយាយថានីណាបានទូរស័ព្ទមកនាងឲ្យមកយកស៊ីស៊ីប្រហែលជានាងបដូរចិត្តទៅប្រើឲ្យនាងមកទទួលហាត់រីក៏តាក់ទងទៅសួរនីណាដើម្បីបញ្ជាក់តែនីណាបែរជាបដិសេធថាខ្លួនមិនបានប្រាប់មីលីឲ្យទៅទទួលឡើយតែភាពខ្មាស់អៀនមីលីក៏បានចាក់ចេញពីទីនោះពេលត្រឡប់មកដល់ផ្ទះវិញម្ដាយរបស់អេនទ្រូគឺអ្នកស្រីអេវលីនបានមកលេងគាត់កំពុងរៀបចំផ្ទះរបស់គាត់ទើបគាត់យកឈុតចានប៉បសាឡាងរបស់គាត់មកទុកនៅផ្ទះរបស់នីណាពេលមីលីមកដល់ផ្ទះនីណាបានប្រាប់មីលីថាស៊ីស៊ីត្រូវទៅគេងនៅផ្ទះមិត្តភ័ក្តិរបស់នាងបានប្រាប់មីលីរួចហើយលោកស្រីអេវលីនបានសួរទាំងមើងងាយថាតើនាងឲ្យអ្នកបម្រើស្លៀកពាក់បែបនឹងមែនទេគាត់បានបញ្ជាឲ្យមីលីយកឈុតចានទៅទុកឲ្យមានសុវត្ថិភាពព្រោះនីណាអាចនឹងដើរចំពប់ជើងធ្វើឲ្យបែកតិចទីអស់មិនខានគាត់ប្រាប់ទៀតថានេះជាឈុតចានដែលអេនទ្រូស្រឡាញ់ខ្លាំងបំផុតអេនទ្រូក៏មកដល់ហើយបានសួរសុខទុក្ខម្ដាយរបស់គេនៅពេលឃើញចានឆ្នាំងទាំងនោះគេនិយាយថាគេចង់ញ៉ាំអាហារនៅក្នុងចានទាំងនោះណាស់នៅពេលយប់មីលីគេមិនលក់នាងក៏ចេញពីបន្ទប់ស្ងាត់ដោយស្លៀកពាក់បញ្ចេញដំទ្រូងយ៉ាងតាក់ទាញចុះមកបន្
ទប់បញ្ចាំងកុនដើម្បីមើលទូរទស្សន៍អេនដ្រូក៏ដើរចូលមកដល់ឃើញបែបនោះមីលីបំរុងនឹងងើបចេញប៉ុន្តែអេនដ្រូប្រាប់ឲ្យនាងអង្គុយចោះហើយគេក៏មកអង្គុយប្តីខ្លួនលើសាឡុងក្បែរនាងគេនិយាយថាគេចូលចិត្តមើលកម្មវិធីនេះណាស់ហើយគ្រួសារគេពិតជារំភើបបើបានចូលរួមកម្មវិធីនេះគេបានសួរពីគ្រួសាររបស់មីលីនាងតបថានាងមិនដែលបានតាក់ទងជាមួយគ្រួសារជាយូរណាស់មកហើយអេនដ្រូបានសុំទោសនាងយកដៃទៅប៉ះជើងនាងរួចនិយាយលងលំថានាងអាចចូលរួមក្នុងគ្រួសាររបស់គេបានមានរូបគេនីណានិងម្ដាយរបស់គេមីលីបានសួរអំពីឪពុកម្ដាយរបស់នីណាអេនដ្រូបានឆ្លើយថាពួកគាត់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យដ៏រន្ធត់មួយមាននរណាដឹងថាវាកើតឡើងដោយរបៀបណានោះទេរឿងនេះកើតឡើងតាំងពីនីណានៅក្មេងនីណាជាអ្នកដែលបានរត់គេចខ្លួនតែម្នាក់គត់ដូច្នេះប៉ូលីសធ្លាប់បានសង្ស័យថានាងអាចជាអ្នកនៅពីក្រោយរឿងទាំងនេះអេនដ្រូនិយាយទៀតថាគេអាណិតនីណាណាស់ដែលទៅរស់នៅជាមួយអតីតកាលនេះពេញមួយជីវិតស្រាប់តែនីណាក៏ដើរចូលមកហើយសួរថាតើពួកគេទាំងពីរកំពុងធ្វើអ្វីអេនដ្រូប្រាប់ថាពួកយើងកំពុងមើលកម្មវិធីទូរទស្សន៍គេក៏បានបបួលនីណាឲ្យមកអង្គុយមើលជាមួយគ្នាប៉ុន្តែនីណានិយាយទាំងអន់ចិត្តថានេះម៉ោង 2 យប់ហើយគេគួរតែទៅគេងអេនដ្រូក៏សុំខ្លួនទៅគេងមុនមីលីបំរុងនឹងទៅគេងដែរនីណាដែលកំពុងប្រច័ណ្ឌនិយាយថារឿងគ្រប់យ៉ាងវាមិនសមបែបនឹងឡើយនាងត្រូវតែចាក់ចេញពីផ្ទះនេះនៅព្រឹកស្អែកមុនពេលដែលស៊ីក្រោកពីគេងមីលីដែលមិនចង់បាត់បង់ការងារបានសុំអង្វរនីណាដោយបកស្រាយថានាងមិនគិតថាបានជួបអេនដ្រូនៅទីនេះទេនីណាជាអ្នកប្រាប់នាងខ្លួនឯងថានាងអាចប្រើបន្ទប់បញ្ចាំងកុននេះបាននាងសន្យាថានឹងមិនឲ្យរឿងនេះកើតឡើងម្ដងទៀតទេដោយសុំឱកាសម្ដងទៀតនីណាក៏ផ្ដល់ឱកាសឲ្យនាងមួយសប្តាហ៍ប៉ុន្តែនាងត្រូវតែស្លៀកពាក់ឲ្យបានសមរម្យនៅក្នុងផ្ទះនេះមីលីបានអរគុណហើយពេលនាងបំរុងនឹងដើរចេញនីណាបានប្រាប់បន្ថែមទៀតថានៅឲ្យឆ្ងាយពីស្វាមីរបស់នាងព្រឹកបន្ទាប់មីលីធ្វើការងាររបស់នាងដោយស្ងប់ស្ងាត់នីណាកំពុងអង្គុយជជែកលេងជាមួយពួកម៉ាក់នៅក្នុងសមាគមមាតាបិតាសិស្សនីណានិយាយប្រាប់ពួកម៉ាក់ថានាងត្រូវការអ្នកមើលថែទាំក្មេងម្នាក់ពួកម៉ាក់នៅក្នុងសមាគមមានការរំភើបយ៉ាងខ្លាំងហើយសួរថាតើនីណាកំពុងតែមានផ្ទៃពោះមែនទេនីណាឆ្លើយថានាងនៅមិនទាន់មានផ្ទៃពោះទេប៉ុន្តែនាងកំពុងរៀបចំគម្រោងដើម្បីយកកូនហើយនាងកំពុងតែទៅជួបអ្នកជំនាញផ្នែកសម្ភពដ៏ពូកែម្នាក់មីលីទឹកមុខពោពេញដោយចងល់នៅពេលដែលឮបែបនេះព្រោះនីណាធ្លាប់ប្រាប់នាងថានាងកំពុងមានផ្ទៃពោះទើបស្វែងរកអ្នកបម្រើនៅក្នុងផ្ទះនីណាក៏សុំចេញទៅខាងក្រៅដើម្បីទទួលទូរស័ព្ទពេលនីណាដើរចេញនាងបានប្រាប់ឲ្យមីលីជួយចាក់ទឹកតែឲ្យពួកម៉ាក់ទាំងនោះផងមីលីក៏ធ្វើតាមហើយបានឮពួកគេទាំងនោះនិយាយពាក្យខ្សឹបខ្សៀវថានីណាមិនចេះរៀបចំខ្លួនឲ្យស័ក្តិសមនឹងប្តីរបស់នាងឡើយមើលទៅស្បែករបស់នាងមើលទៅគល់សក់ដែលដោះខុសពណ៌របស់នាងគួរតែចេះមើលថែខ្លួនឲ្យបានល្អជាងនឹងសម្រាប់អេនដ្រូគេគឺជាស្វាមីដ៏ល្អម្នាក់ហើយនីណាក៏ធ្លាប់មានកិច្ចសន្យាមុនអាពាហ៍ពិពាហ៍យ៉ាងតឹងរ៉ឹងជាមួយនឹងអេនដ្រូមុនពេលនាងរៀបការជាមួយអេនដ្រូនាងគឺជាមនុស្សក្រខ្សត់ម្នាក់ប្រសិនបើអេនដ្រូបោះបង់នាងចោលនាងនឹងត្រូវដេកតាមចិញ្ចើមផ្លូវមិនខានពួកគេក៏បានពិភាក្សាគ្នាទៀតថាតើនីណានឹងមានសិទ្ធិចិញ្ចឹមស៊ីដែរទេបើមើលលើអ្វីដែលនាងបានធ្វើហើយនាងថែមទាំងធ្លាប់ស្នាក់នៅក្នុងមន្ទីរពេទ្យរោគចិត្តអស់រយៈពេល9 ខែទៀតផងនៅពេលដែលនីណាត្រឡប់មកវិញពួកគេក៏បានបដូរប្រធានបទភ្លាមនៅពេលយប់មីលីបានសរសេរកំណត់ហេតុប្រចាំថ្ងៃនាងសរសេរថាពួកម៉ាក់ទាំងនោះនិយាយត្រូវមួយរឿងអេនដ្រូពិតជាមនុស្សល្អដូចទេវបុត្រមែនដែលនៅតែអត់ធ្មត់ជាមួយនីណានាងស្ទើរតែមិនជឿថានីណាហ៊ានកុហកថាខ្លួនឯងមានផ្ទៃពោះរាល់អ្វីដែលនីណាបានប្រាប់នាងសុទ្ធតែជារឿងកុហកទាំងអស់នាងគិតថាវាប្រហែលជាមកពីអរម៉ូនដែលធ្វើឲ្យនីណាឆេវឆាវបែបនេះនីណាគឺជាមនុស្សរោគចិត្តពិតមែនអាណិតតែអេនដ្រូទេឲ្យតែនាងសន្សំលុយបានគ្រប់គ្រាន់នាងនឹងចាក់ចេញពីផ្ទះនេះភ្លាមស្រាប់តែនីណាក៏បើកទ្វារចូលមកនាងប្រាប់មីលីថានាងចង់ឲ្យមីលីជួយមើលស៊ីនៅថ្ងៃសៅរ៍ក្រោយនាងនិងអេនដ្រូមានការណាត់ជួបមួយហើយនាងក៏ដឹងថាវាជាថ្ងៃសម្រាប់របស់មីលីប៉ុន្តែនាងជឿជាក់ថាវាមិនមែនជាបញ្ហាសម្រាប់នាងឡើយមីលីច្បាស់ជាអាចធ្វើបានមីលីក៏យល់ព្រមស៊ីនិងមីលីបានឈរមើលនីណានិងអេនដ្រូចាក់ចេញពីផ្ទះទៅមីលីបានទៅពិនិត្យមើលថ្នាំរបស់នីណានាងក៏យកប្រអប់ថ្នាំរួចឆែកមើលក្នុងប្រព័ន្ធអ៊ីនធឺណិតនាងបានរកឃើញថានីណាមានជំងឺវិកលចរិតកាត់ឡើងភ្លាមដោយសារមានភាពភ័យខ្លាចនីណាបានទូរស័ព្ទទៅមិត្តភក្តិម្នាក់ហើយនិយាយថានាងត្រូវការការងារថ្មីជាបន្ទាន់ព្រោះនាងត្រូវចាក់ចេញពីផ្ទះនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានស៊ីក៏បានមកដល់ហើយសួរថាតើនាងចង់ចាក់ចេញពីផ្ទះនេះមែនទេមីលីបានបដិសេធថាអត់ទេប្រហែលជានាងស្ដាប់ច្រឡំហើយមីលីក៏រៀបចំអាហារឲ្យស៊ីមីលីព្យាយាមជជែកលេងជាមួយនាងប៉ុន្តែនាងតូចហាក់មានការធុញទ្រាន់នាងក៏ងើបដើរចេញទៅមុននឹងចាក់ចេញស៊ីបានប្រាប់មីលីថាមីលីមិនចាំបាច់ធ្វើជាមិត្តជាមួយនាងទេព្រោះវាមិនមែនជាទូនាទីរបស់នាងឡើយមីលីបានតបវិញថាប៉ុន្តែនាងពិតជាចង់រាប់អានស៊ីមែនព្រោះនាងចូលចិត្តនាងតូចណាស់ប៉ុន្តែស៊ីប្រាប់ថាមីលីមិនដែលចូលចិត្តនាងឡើយស៊ីនិងមីលីក៏បានលេងផ្ទះតុក្កតាជាមួយគ្នានីណាក៏ត្រឡប់មកវិញក្នុងស្ថានភាពពិបាកចិត្តយ៉ាងខ្លាំងរួចក៏ដើរចូលទៅក្នុងបន្ទប់បាតអេនដ្រូបានមកប្រាប់កូនស្រីឲ្យទៅលេងក្នុងបន្ទប់របស់នាងនៅក្នុងផ្ទះបាយមីលីបានសួរអេនដ្រូថាមានរឿងអ្វីកើតឡើងអេនដ្រូបានប្រាប់ទាំងស្ងប់ចិត្តនិងស្នាមញញឹមថានីណាមានបញ្ហាអសមត្ថភាពអូវែមិនគ្រប់ខែពួកយើងព្យាយាមជាច្រើនឆ្នាំមកហើយតែពេលនេះពួកយើងបានដឹងពីមូលហេតុហើយគេចង់បានកូនច្រើនរហូតដល់អាចបង្កើតជាក្រុមបាល់ទាត់បានតែម្ដងនីណានិងគេសុទ្ធតែជាកូនទោលមីលីបានលងលោមគិតថាយ៉ាងហោចណាស់ក៏ពួកគេមានស៊ីម្នាក់ដែរនៅពេលនោះអេនដ្រូបានបង្ហាប់ការប៉ັດថាគេស្រឡាញ់ស៊ីណាស់ប៉ុន្តែនាងមិនមែនជាកូនបង្កើតរបស់គេឡើយមីលី
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងបានសរសើរគេថាគេពិតជាឪពុកម្នាក់ដ៏អស្ចារ្យមែន Andrew ក៏មកក្បែរ Milly រួចនិយាយតិចៗថាមួយរយៈនេះនីណាដូចជាមានស្មារតីទន់ជ្រាយខ្លាំងណាស់គេពិតជាមិនគិតថានាងអាចទ្រាំនឹងការខកចិត្តមួយនេះបានដោយរបៀបណានោះទេ Milly ក៏ប្រាប់ថាតែនាងនៅតែមានលោកនៅក្បែរ Andrew ក៏ប្រាប់វិញថាគេមិនគិតថាវត្តមានគេម្នាក់គឺគ្រប់គ្រាន់សម្រាប់នីណានោះទេនៅពេលយប់ Milly បានភ្ញាក់ឡើងដោយសារឮសំឡេងស្រែកចេញពីបន្ទប់របស់ Andrew នាងក៏បានទៅគោះទ្វារបន្ទប់របស់ពួកគេនីណាក៏បើកទ្វារ Milly ឃើញដៃរបស់នីណាមានកាន់កំបិតប្រឡាក់ដោយឈាម Milly ដែលបារម្ភនាងក៏ស្រែកសួរថា Andrew តើលោកកាត់អីអត់នីណាសើចដល់គួរឲ្យខ្លាចរួចសួរ Milly ថានាងស្ដាប់ឮពួកម៉ាក់ទាំងនោះនិយាយថានាងឈួតនាងមិនសមនឹង Andrew ហើយថានាងគួរតែទៅមន្ទីរពេទ្យឈួតមែនទេ Milly នៅតែបន្តស្រែករក Andrew ក៏ចេញមកយកកន្សែងមករុំរបួសឲ្យនីណារួចក៏បិទទ្វារបន្ទប់ទៅវិញព្រឹកឡើងនីណាបានសុំទោស Milly ដែលបានកុហករឿងមានផ្ទៃពោះនាងនិយាយថានាងគ្រាន់តែព្យាយាមសម័យនឹងជឿជាក់ថាវានឹងកាត់ឡើងតែប៉ុណ្ណោះនីណាបានយកសម្លៀកបំពាក់ថ្មីមួយចំនួនឲ្យមក Milly ដោយប្រាប់នាងទៀតថាសម្លៀកបំពាក់ទាំងនេះសមនឹង Milly ណាស់ប៉ុន្តែ Milly បានបដិសេធនីណាប្រាប់ទៀតថាបើសិនជានាងមិនយកទេសម្លៀកបំពាក់ទាំងនេះនាងនឹងយកទៅបោះចោល Milly ក៏យល់ព្រមទទួលនីណាបានប្រាប់ថា Andrew បាននាំ CC ទៅញ៉ាំនំ pancake នៅខាងក្រៅដូច្នេះនាងមិនបាច់រៀបចំអាហារពេលព្រឹកទេប៉ុន្តែនាងមានរឿងចង់ឲ្យ Milly ជួយនាងប្រាប់ឲ្យ Milly ជួយទិញសម្បត្តិមើលតន្ត្រីដែលមានឈ្មោះថា Showdown Andrew ចង់មើលខ្លាំងណាស់យកថ្ងៃសៅរ៍នេះហើយក៏សន្តាគារលំដាប់ខ្ពស់មកយកឲ្យផងយកបន្ទប់ប្រណិតបែបមនុស្សចេតនាដល់ផ្អែមល្ហែមនាងចង់ធ្វើអ្វីដែលពិសេសសម្រាប់ស្វាមីចំណែក CC នាងនឹងទៅនៅផ្ទះមិត្តភ័ក្តិរបស់នាងដូច្នេះ Milly អាចឈប់សម្រាកនៅចុងសប្តាហ៍នេះបាននៅឯថ្នាក់រៀនរបាំបាឡេ Milly ដែលកំពុងរងចាំ CC នាងបាននិយាយគ្នាលេងជាមួយអ្នកមើលថែក្មេងម្នាក់នាងនិយាយថា CC ធ្លាប់ឆ្លងកាត់រឿងរ៉ាវរន្ធត់កាលពីនាងនៅតូចជារឿងឈួតដែលម្ដាយរបស់នាងធ្វើមកលើនេះម្ដាយរបស់នាងធ្លាប់នៅក្នុងមន្ទីរពេទ្យរុកចិត្តនាងក៏បានបង្ហាប់ការពិតដ៏រន្ធត់ថានីណាធ្លាប់ព្យាយាមជំនួយទឹកសម្រាប់ CC រួចនាងព្យាយាមសម្លាប់ខ្លួនឯងតាមក្រោយដោយលេបថ្នាំជាច្រើនពេលនោះ Andrew តាក់ទងប្រពន្ធមិនបានក៏មានអារម្មណ៍មិនស្រួលគេក៏ហៅប៉ូលីសឲ្យទៅជួយទើបសង្គ្រោះ CC ទាន់ពេលនោះហើយជាមូលហេតុដែលនីណាត្រូវបញ្ជូនទៅមន្ទីរពេទ្យរុកចិត្តវាពិតជាសាហាវណាស់ដល់ពេលរៀនចប់ Milly បាននាំ CC ត្រឡប់មកផ្ទះវិញនាងឃើញ Andrew កំពុងធ្វើការនាងក៏សួរគេអំពីគ្រួសារមួយនេះប៉ុន្តែ Andrew តបថានាងមិនគួរនៅទីនេះទេនីណាក៏ស្រែកឡើងថា Milly ចេញឲ្យឆ្ងាយពីបារម្ភម្នាក់នេះ Andrew ក៏ដើរចេញទៅនីណាស្ដីបន្ទោសឲ្យ Milly ថាហេតុអ្វីបានជានាងកក់សម្បត្តិមើលការប្រគំតន្ត្រីនៅថ្ងៃសៅរ៍ជាថ្ងៃដែលនាងនាំ CC ទៅជំរំសិល្បៈនៅ Washington DC Milly មានការភ័ន្តភាំងជាខ្លាំងនីណានិយាយទៀតថាសម្បត្តិនេះមិនអាចដូរជាលុយវិញបានទេហើយនាងនឹងកាត់ចេញពីប្រាក់ខែរបស់ Milly និយាយថានាងធ្វើតាមអ្វីដែលនីណាបានបញ្ជានាងក៏អង្វរនីណាទៀតថានាងគ្មានលុយសងទេវាច្រើនជាងលុយសន្សំនាងទៅទៀតប៉ុន្តែនីណាមិនខ្វល់ឡើយនាងប្រាប់ថាវាជាកំហុសរបស់ Milly Andrew ក៏បានមកដល់គេបានកាន់បាច់ផ្កាកុលាបក្រហមពីបាច់មកឲ្យនីណាហើយសួរពីបញ្ហារបស់ពួកគេទាំងពីរនីណាប្រាប់ប្តីថា Milly បានកត់សម្បត្តិមើលតន្ត្រីនៅថ្ងៃចុងសប្តាហ៍ដែលមិនអាចបដូរជាលុយវិញបានពួកយើងក៏ទៅចូលរួមមិនបាន Milly ត្រូវសងលុយថ្លៃសម្បត្តិទាំងនោះរួចនីណាក៏ដើរចូលទៅក្នុងផ្ទះ Andrew ក៏សែកប្រាប់នីណាថាកុំបារម្ភអីគេនឹងទូរស័ព្ទទៅក្រុមហ៊ុនកាតឥណទានឲ្យផ្ទេរលុយត្រឡប់មកវិញហើយ Milly មិនចាំបាច់ចេញលុយសងអ្វីទាំងអស់ Andrew បានជួលដំណើរនីណានិង CC ចាក់ចេញទៅ Washington DC រយៈពេលមួយសប្តាហ៍ Milly បានងូតទឹកសម្អាតខ្លួនពេលនាងដើរចេញពីបន្ទប់ទឹកស្របពេលដែល Andrew ក៏ឡើងមកដល់នៅពេលដែលគេឃើញ Milly ចង់ពុំកន្សែងគេក៏យកដៃបាំងភ្នែករួចនិយាយពាក្យសំទោសហើយដើរចុះទៅខាងក្រោមវិញដែលជាទង្វើរបស់សុភាពបុរសពិតៗក្រោយពេលស្លៀកពាក់រួច Milly បានចុះមកក្រោមដើម្បីសំទោសគេ Andrew និយាយថាវាជាកំហុសរបស់គេទេតែគេឡើងទៅដើម្បីប្រាប់នាងថាគេមិនអាចបដូរយកលុយថ្លៃសម្បត្តិវិញបានឡើយដូច្នេះ Milly នាងគួរតែយកសម្បត្តិនេះទៅមើលការសម្ដែងជាមួយមិត្តភ័ក្តិរបស់នាងហើយស្នាក់នៅក្នុងបន្ទប់នោះចោះចង់កំងអ្វីក៏បានគេចង់ឲ្យនាងសប្បាយចិត្តតែ Milly បានប្រាប់វិញថានាងគ្មានអ្នកណាដែលអាចនាំទៅជាមួយបានឡើយនាងក៏ចង់បានដែរប៉ុន្តែនាងពិតជាគ្មានមែនឬបែបនោះ Andrew ក៏បបួល Milly ទៅមើលការសម្ដែងជាមួយគ្នាហើយគេសន្យាថានឹងត្រឡប់មកផ្ទះវិញនៅយប់ដដែលគេនឹងប្រាប់នីណាថាគេបានដូរសម្បត្តិរួចហើយគេអាចនាំនីណាទៅមើលការសម្ដែងនៅសប្តាហ៍ក្រោយវិញ Milly បានបដិសេធ Andrew លួងលោមនាងថាយើងទាំងពីរអ្នកសុទ្ធតែត្រូវការពេលវេលាចេញទៅក្រៅលំហែកាយដូចគ្នាហើយអ្វីបានជានាងមិនព្រមទៅការសម្ដែងនោះល្បីថាជាការសម្ដែងដ៏អស្ចារ្យទីបំផុត Milly ក៏យល់ព្រម Milly បានស្លៀកសម្លៀកបំពាក់ដែលនីណាឲ្យនាងមើលទៅយប់នេះនាងពិតជាស្រស់ស្អាតនិងទាក់ទាញណាស់ពួកគេទាំងពីរទៅមើលការសម្ដែងយ៉ាងសប្បាយរីករាយបន្ទាប់មក Andrew បាននាំនាងទៅភោជនីយដ្ឋានដ៏ប្រណិតមួយគេសរសើរថានាងជាមនុស្សកំប្លែងចេះខ្វល់ខ្វាយពីអ្នកដទៃហើយពូកែមើលក្មេងទៀតហើយអ្វីបានជានាងមកធ្វើការជាអ្នកបម្រើតាមផ្ទះឲ្យគេទៅវិញនាងគួរតែចេញទៅក្រៅរស់នៅក្នុងជីវិតដែលល្អបំផុតសម្រាប់ខ្លួនឯងតែនាងធ្លាប់គិតទេថាតើជីវិតនាងត្រូវការអ្វីខ្លះ Milly ឆ្លើយថានាងមិនធ្លាប់គិតទេនាងក៏សួរគេវិញថាតើគេកំពុងតែរស់នៅក្នុងជីវិតដែលល្អបំផុតហើយមែនទេ Andrew ឆ្លើយថាគេគ្រប់គ្រងក្រុមហ៊ុនកែច្នៃទិន្នន័យដែលឪពុករបស់គេទុកឲ្យគេរកលុយបានច្រើនណាស់តាមពិតទៅអ្វីដែលគេធ្លាប់ប្រាថ្នាចង់បានបំផុតគឺគ្រាន់តែចង់ធ្វើជាស្វាមីនិងជាឪពុកដ៏ល្អម្នាក់
អ្នកប៉ុណ្ណោះគេមានអារម្មណ៍ថាគេដូចជាត្រូវឆ្នោតដែលបានរៀបការជាមួយនឹងនីណាគេគួរតែមានអារម្មណ៍ថាកំពុងរស់នៅក្នុងជីវិតដ៏ល្អបំផុតមីលីក៏សួរវិញថាក៏ប៉ុន្តែលោកមិនមានអារម្មណ៍បែបនេះទេអេនដ្រូតបថាគេស្រឡាញ់ប្រពន្ធគេខ្លាំងណាស់តែនាងខឹងច្រើនដោយគ្មានមូលហេតុរាល់ការសន្ទនារបស់ពួកយើងតែងតែបញ្ចប់ដោយការស្ដីបន្ទោសជេរប្រតិចពីមុននាងមិនមែនជាមនុស្សបែបហ្នឹងទេនាងធ្លាប់ជាមនុស្សពោពេញដោយក្តីស្រឡាញ់ចិត្តល្អនិងមានចិត្តទូលាយអ្វីដែលគេចង់ធ្វើគឺគ្រាន់តែចង់ធ្វើឲ្យនាងមានសុភមង្គលប៉ុន្តែគេពិតជាមិនដឹងថាត្រូវធ្វើបែបណាទេដើម្បីរំសាយអារម្មណ៍អេនដ្រូបានបបួលមីលីឲ្យឡើងរាំខណៈពេលកំពុងរាំគេប្រាប់ថាពួកយើងស្រវឹងបន្តិចហើយមិនអាចបាក់ឡានត្រឡប់ទៅវិញបានទេដូច្នេះពួកយើងគួរតែគេងនៅសន្តាគារអេនដ្រូបានកក់បន្ទប់សន្តាគារពីរទល់មុខគ្នាពួកគេក៏បានចូលបន្ទប់គេងរៀងខ្លួនពេលមកដល់ក្នុងបន្ទប់មីលីបានឃើញសារនឹងការខកខានទទួលទូរស័ព្ទជាច្រើនពីនីណាដោយសារតែនីណាតាក់ទងមីលីមិនបាននាងក៏បានផ្ញើសារបណ្ដេញមីលីចេញពីការងារប្រសិនបើនាងនៅតែមិនឆ្លើយតបក្នុងរយៈពេល10នាទីទៀតនាងប្រមានទៀតថាគ្មានឱកាសជាលើកទី2ទេមីលីភ័យយ៉ាងខ្លាំងនាងតកូទ្វារបន្ទប់អេនដ្រូនាងយំរួចបង្ហាញទូរស័ព្ទទៅឲ្យអេនដ្រូមើលសាររបស់នីណាអេនដ្រូលងលោមថាកុំបារម្ភអីគេនឹងទៅនិយាយជាមួយនីណាអេនដ្រូក៏ឲ្យមីលីចូលមកក្នុងបន្ទប់មីលីជួយប្រាប់ថានាងមិនអាចបាត់បង់ការងារនេះបានទេអេនដ្រូក៏ប្រាប់ថានាងនឹងមិនបាត់បង់ការងារនេះទេគេសន្យាថានឹងធ្វើគ្រប់យ៉ាងឲ្យល្អប្រសើរគេក៏ចាប់ផ្ដើមជូតទឹកភ្នែកឲ្យនាងរួចពួកគេក៏បានថើបគ្នានឹងមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយគ្នាពួកគេបានរួមរយៈជាមួយគ្នាយ៉ាងតេតអានៅយប់នោះព្រឹកឡើងអេនដ្រូបានទទួលសារគេប្រាប់មីលីថានីណានឹងត្រឡប់មកផ្ទះវិញមុនការកំណត់ដូច្នេះពួកយើងត្រូវទៅផ្ទះឲ្យដងមុននាងបន្ទាប់មកគេបានសរសើរសម្រស់របស់មីលីថាពិតជាស្អាតណាស់នៅពេលព្រឹកព្រលឹមនិងប្រាប់ទៀតថារឿងនេះដាច់ខាតមិនឲ្យនីណាដឹងឡើយមីលីក៏ប្រាប់វិញថារឿងនេះមិនអាចកើតឡើងម្ដងទៀតទេពួកគេបានត្រឡប់មកដល់ផ្ទះវិញមុនមីណាមកដល់អេនដ្រូក៏ថើបមីលីម្ដងទៀតប៉ុន្តែនាងប្រាប់គេថានាងត្រូវទៅបដូរសម្លៀកបំពាក់ធ្វើអាហារដើម្បីត្រៀមទទួលនីណាអេនដ្រូបំរុងនឹងដើរចេញពីនាងទៅហើយគេបានត្រឡប់មកចាប់មីលីឡើងទៅជាន់ខាងលើជាមួយគេនីណាក៏បើកឡានមកដល់ផ្ទះពេលមកដល់នាងក៏សែងហៅរកពួកគេទាំងពីរមកដល់ផ្ទះបាយនាងបានឃើញមីលីកំពុងធ្វើម្ហូបនីណាបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលឃើញអាហាររួចរាល់អេនដ្រូក៏បានចុះមកក្រោមហើយសួរសុខទុក្ខនីណាប្រាប់ថាស៊ីនឹងបន្តលេងផ្ទះរបស់មិត្តភក្តិនីណាបានសុំទោសមីលីចំពោះរឿងផ្ញើសារការពីយប់មិញដោយនិយាយថាមកពីនាងហត់ខ្លាំងពេកពីការបាក់បោផ្លូវឆ្ងាយហើយនៅសន្តាគារនាងគេមិនលក់ទៀតមីលីបានលើកអាហារមកបម្រើពួកគេនៅតុអាហារនីណាបានសុំមីលីថាយប់មិញនាងសម្រាប់ចេញទៅខាងក្រៅសប្បាយទេមីលីតបថានាងបានចេញទៅក្រៅជាមួយមិត្តភក្តិនីណាក៏បន្តសួរទៀតថាតើនាងរៀនធ្វើម្ហូបការនៅជាប់ពន្ធនាគារមែនទេសំណួរនេះធ្វើឲ្យមីលីតក់ស្លុតយ៉ាងខ្លាំងនីណាបានប្រាប់អេនដ្រូថាមីលីធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល10ឆ្នាំមុននឹងនាងមកធ្វើការនៅទីនេះនាងនិយាយឌឺដងទៀតថាវាជាភាពក្លាហានមួយដែលនាងហ៊ានចាប់ផ្ដើមជីវិតថ្មីនៅក្នុងទីក្រុងថ្មីបែបនេះនាងពិតជាត្រេកអរណាស់ដែលពួកយើងបានក្លាយជាផ្នែកមួយនៃដំណើរជីវិតរបស់មីលីអេនដ្រូភ្ញាក់ផ្អើលប៉ុន្តែគេព្យាយាមធ្វើអារម្មណ៍ឲ្យស្ងប់ស្ងាត់នីណាបានប្រើមីលីឲ្យទៅទិញអវ៉ាន់ដែលស៊ីចូលចិត្តនៅហាងលក់ទំនិញដោយឲ្យមីលីបើកឡានរបស់នាងព្រោះនាងនិយាយថាឡានចាស់របស់មីលីមើលទៅមិនសូវល្អសម្រាប់មុខមាត់គ្រួសាររបស់នាងឡើយមីលីក៏ទទួលសោពីនីណានាងស្ទើរតែស្រក់ទឹកភ្នែកទៅហើយខណៈពេលទៅទិញអីវ៉ាន់មីលីចាប់ផ្ដើមយល់ថានាងច្រឡំទាំងអស់នីណាមិនមែនជាប្រភេទស្រីធ្វើអ្វីៗតាមតែអារម្មណ៍នឹកឃើញនោះទេនាងដឹងតាំងពីដំបូងម្ល៉េះថាខ្លួននាងត្រូវការងារនេះហើយមិនអាចចាក់ចេញទៅណាបានមិនថានីណាធ្វើបាបនាងយ៉ាងណាក៏ដោយតែនីណាជាប្រភេទស្រីណាទៅដែលអាចធ្វើរឿងថោកទាបបែបនេះបាននៅឯកន្លែងគិតលុយអ្នកម៉ាក់ម្នាក់ក្នុងសមាគមបានសួរមីលីអំពីទូរស័ព្ទដែលនីណាឲ្យប្រើមីលីប្រាប់ថានាងមិនដឹងអ្វីច្រើនទេនាងប្រើទូរស័ព្ទនេះសម្រាប់ទូទាត់ប្រាក់ប៉ុណ្ណោះស្ត្រីនោះបាននិយាយថានាងឆាប់ទុកចិត្តគេណាស់អ្នកបម្រើភាគច្រើនមិនទទួលទូរស័ព្ទដែលម្ចាស់ផ្ទះឲ្យទេព្រោះពួកគេមិនចង់ឲ្យរាល់សាររាល់ការហៅចេញចូលនិងរាល់កន្លែងដែលពួកគេទៅត្រូវបានគេតាមដានឡើយប៉ុន្តែជាការល្អហើយដែលនាងគ្មានអ្វីត្រូវលាក់បាំងទៅពេលនោះហើយដែលមីលីដឹងខ្លួនថានីណាដឹងរាល់សកម្មភាពរបស់នាងទាំងអស់តាមរយៈទូរស័ព្ទមួយនេះនៅពេលដែលមីលីរៀបចំអីវ៉ាន់ដាក់នៅក្នុងឡានស្រាប់តែប៉ូលីសបានមកឃាត់និងចាប់ខ្លួននាងដោយប្រាប់ថានាងកំពុងបើកបរឡានដែលគេបានរាយការណ៍ថាត្រូវបានចោរលួចទោះបីជានាងប្រកែកថាគឺជាឡានរបស់ថកែនាងទេប៉ូលីសបានឃាត់មីលីទុកនៅក្នុងឡាននាងក៏បានឃើញអេនដ្រូមកដល់គេបានទៅនិយាយជាមួយប៉ូលីសដើម្បីដោះលែងនាងឲ្យមានសេរីភាពវិញនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញមីលីបានសំទោសអេនដ្រូដែលមិនបានប្រាប់រឿងធ្លាប់ជាប់ពន្ធនាគារនាងបញ្យល់ថាគឺជាកំហុសការពីនាងនៅរាជវិទ្យាល័យអេនដ្រូបានប្រាប់នាងថាមិនបាច់បញ្យល់អ្វីទាំងអស់ព្រោះរឿងដែលកន្លងហួសគឺឲ្យវាហួសទៅចោះនៅពេលពួកគេមកដល់ផ្ទះអេនដ្រូក៏ហៅនីណាឲ្យចុះមកខាងក្រោមគេសួរនីណាថាតើនាងលេងល្បិចឈុតលប់អីនឹងនីណាដើរចុះពីកម្មចន្ទើរួចនិយាយថានាងដឹងថាគេបាននាំមីលីទៅទីក្រុងនាងដឹងថាគេស្នាក់នៅបន្ទប់សន្តាគារជាមួយគ្នាហើយនាងក៏ដឹងទៀតថាគេបានដេកជាមួយមីលីរួចហើយអេនដ្រូប្រាប់នាងថានាងស្រមាស្រមៃប្តីផ្ដាស់ទៀតហើយនីណាចាប់ផ្ដើមយំនៅពេលដឹងថាប្តីរបស់នាងលួចលាក់ក្បត់ពីនាងនិយាយទាំងឈឺចាប់ថាមែនហើយនាងស្រមាស្រមៃនាងស្រមៃថាភ្នាក់ងារត្រួតពិនិត្យការដោះលែងមានលក្ខខណ្ឌរបស់មីលីច្បាស់ជាចាប់អារម្មណ៍ខ្លាំងណាស់បាត់ដឹងថានាងលែងមានការងារធ្វើលែងមានផ្ទះដើម្បីស្នាក់នៅហើយថែមទាំងបានលួចសម្លៀកបំពាក់តម្លៃរាប់ពាន់ដុល្លារចេញពីទូរបស់នាងទៀតមីលីនិយាយ
ต่างหัวจัดท่าคือนีนาโคลนไอชิ้นเนี่ยเอาสำเร็จบ่มแปะต่างนี้มองเอานีนาก็นิจิดื้อท่ามิลีโกตายตลอดแต่ปุ่นตะเนียกีวิงรู้กับใส่ลังทานละมงกรุบกรอนเฮ้ยเก้เหมือนดังทานเลี้ยงชีมนุษย์ประเภทน่าอัดประกอบตีเก้เพิ่มระอับหนังพิบสาหาอัดเมตาระบอนี้ครั้งหน้าเนียงกำปงแต่บ่มพลานชีวิตขมิ้นเสยดอกกำซอดมาเนี่ยเก้นั่งมันเหมือนดอยเอาวิการลังติดลาวเก้ตระกาเอาเนียงจัดเจนปีเตนี่เก้บานเหมือนเดนีนาเอาเจนปีเตแตงแต่นีนาซื้อตายเหมือนชื่อสำเดนิเจนปีมอปได้ระบอนี้เนียงนี่จีต่างตักพนัยทานี่คือจีบแต่ระบอบผู้ยืงปัตตาเอ็นรูเนยแต่อ่างดอได้ทาจีบแต่ระบอบเก้ก็ใส่เดนเนียงเอาเจนไอเลยนี่เพื่อเอานีนาคังอย่างคลั่งมิลี่กับบานเดือเนียงทานีนาตระกาเอาเนียงจูเดียบจ้องไม่วันได้ตีนีนาบ้านแต่คอมเพลมิลี่หมดได้รู้ก็จะเจนเตอร์นีนากับบานบักลานเจนต่างชุดจับตดอมาทวีเนียงจับประดามยมรู้ก็ใส่ลางเอ็นรูยกทนำหมกสอมทป้อนหนึ่งลุงลมมิลี่ดาวนิจีทาวิมันแมนจีคอมพอระบอเนียงตีเรื่องนี้เป็นการลางยูนาหมกเฮยมิลี่บานส่วมปีซีซีเอ็นรูปรับทาสายนี้เกนึงแต่จูมีทีวีเกนึงนอมซีซีแต่หลับหมกตีนิเวงดับใบทนีทาเนียงมีสุภาพพีมันต่อมอกโปเกกับบานจำนายปีวิลี่ดาวโรแมนติกเจมวยคนีมิลี่ของปงมีสิกได้ซอกเจมวยสุภิบรอได้มีทรอบสมบัติเอ็นรูเจี๊ยบรอได้มนุษย์รูปปรารถนาจงบานมันทารูปเรียงหรือกับทรอบสมบัติเลยตั้งอ่างกำบังในครองเตียนี่คือเจียไว้พระมวยมิลี่คราวปีเกยยังก็เติร์เพื่ออาหารปีปรักเอาเอ็นรูได้ปลาชดชานได้กีสระลังนับไปได้เรียบจอมอาหารรุ่ยรัวยังก็เลือกอาหารแต่เอากีตราบแต่ยังพยาเอาอย่างคลั่งเพราะโหดระบบได้ทั่วไอทะเลจามใบกติกออกยังบางเคยเอ็นรูโชว์ในจมปูหมกยังกูไอคลายเอ็นรูลือสำเร็จเกยกับจอมหมกกราวหนึ่งซูมิลี่ทำมีเรื่องเอาไปกัดเล่ายังบานปรับแทนยังบ่มรถหนึ่งเลือกอาหารปีปรักแต่เอากียำในเครื่องเหมือนตุกปันแต่ทราบแต่เคยเอ็นรูได้เจนเนี่ยไทยซูงกูคลายกำปงสำเร็จมือหมกนี่เอ็นรูกับบานเจนแต่เดินเอ็นรูเจนปีกางเงี้ยในจมปูหมกมิลี่บรรทบหมกเอ็นรูกับปรับมิลี่แทนเกยมันอยู่ตัวแต่ซอทาให้ได้บานเจนีนาจองไอบรอมเนี่ยนี่หมกเถื่อแกเกยมันได้จูจัดบรอมเนี่ยนี่ตัวแต่ซอมิลี่บานสมโตได้ทั่วไอใบจานดับบอมได้กีปันแต่เอ็นรูปรับทามันไอตีได้กำบอมใบจานต่างนี้เจ้าเกยมิเนสกอมันเนี่ยปูกายคางจูจูจานหรือแบบชอบบอมในต่างนี้เอาดูดำเวงมิลี่กับบานประโมบอมในจานต่างนูตกขนมทอเวลเอ็นรูแต่เถื่อกับบัดมิลี่จับประดามริดีหนึ่งการูเนยขนมเตี้ยดอทมตายมันเนี่ยไอเนี้ยเซอร์ตายเหมือนชื่อครูนไอทันเนียงมีไทยนิตีเนียงหมกดอมันตุบซีเนียงบางเคยรูปตกตาขมิ้นเสยกำปงยามาฮาจมูกปกปันตายสตรีจีมาได้ใบจีถนัดเนยมันตุบเลยลำโบตัวเวงเนเป้ได้เอ็นรูตลอดหมกปิดเถื่อกาเวงกีบางเคยหม่อมในจานเลยตอกมิลี่กับรถโชว์หมกเอากีปีขังกราวเอ็นรูซูเนียงทาให้แต่ไว้บางจีจานแต่งนี้เนยก็ขวานเนยลายมิลี่ชายทาเนียงมันจองไอหมดได้เนยไปสัมอาบอมในแต่งนู้ลายเอ็นรูนี่จีทาเกก็มันจองไอเนียมีดอกโบได้มันตบงอเกบางใบมิลี่แต่การมันตบจอนลำโบปุกเกบางจัดสระรู้ก็องกุยเกลียบซาจมูกนี้อย่างมีกระไดซอกนึงมันต่อรวมแดดอย่างไทยต่ออาจมูกนี้เนยมันตบจอนลำโบนูมันต่อไปมีเพียบไอมันให้จมูกนี้มิลี่บางพญาลาวในครั้งมันตบจอนลำโบใต้มันในไอนี่ก็ใส่หาเอ็นรูเป็นนิ่งเจงแต่บางทวีเติมนิ่งดังทาทวีมันไอบางบานลาวมันตบเติมบานจะซาวจอปีขังกราวนิ่งบานหาเอาเอ็นรูบางทวีเอานี่จำลายเอ็นรูได้โชว์จำนิ่งในขังกราวบานตอบทาเกหนังบางเอาแต่มันแมนปีนิเต้มิลี่กระทาเกกรอนแต่ลิงซอยปันตานักไปได้นิ่งดังทาเกดาจะเจงแต่บัดนี่ก็จับประดามซอนสลาวนั่งสไลด์ล่างอย่างคลั่งตาสำหรับนินาสไลด์ได้ซาบได้กับวัดจัดเมนตีตามเปิดนิ่งเหมือนบานใส่ยมในการชี้จับได้ซาบได้นิ่งลาวปันตาจีสำหรับรุมเพิ่มได้นิ่งอากระเจงปีสุพิบรอคล้ายๆหนึ่งโรคจัดเนี่ยนิบ้านนิ่งใบจีซอยตั้งสบายจัดตะวิงนิ่งบานแต่สนับเนยสันทาเกียพักสรารอมเลี้ยงจุบลีมันในไออย่างมีกระไดซอกนิ่งบานดัดรูปทอดเอ็นตรูเจ้านิ่งบานอ่านสมบทมือฉบับได้ตกเอาซีได้รีบรอบแทนซีโกนสำลังบากงกับปงอ่านซานนี้มีในธรรมะประหายจีสลับบัดเตอร์เฮยหรือโกนอาจมีในจุดดับลำใบชนะตัวขนมกระดในนากัดดาวมะจังไอโกนดังแทมะคือชีมนุษย์หลงมันเนี่ยตะโกนไอดมเปิงเอาไว้บ้านปีขมิ้นใส่มันเนี่ยได้เอาผมได้บ้านสลับเจ้าตั้งปีอายุปรำใบชนะหอยเตยจำนายปีรุ่นเนยขนมมันดูกับมากำปรีดอกกระมวยมะมันบานทั่วไปด้วยแดเอ็นตรูมูบังกัดมะนุเตมะมันชอบแพะปอนหนึ่งครัวกี่เพย์แดบานสำหรับปุกมันได้มะเลยมะสลายปุกก็เจียงเอาไว้ต่างอ้อนในลือโลกมะทรอบก็จังสลับแต่ตามปุกก็ได้ปันไตมะเตยไตมันต่อรุ่นเนยอารมณ์เตยเกบอบองเจ้ากาจืดตกจัดนั่งปัญญาฮาเกมันเอาดำไล่มะจูประเตะต่างอ้อมะไอดูเรียนมินจีบระหดดอมะตัวบ้านฮารูบก็โจเรียนสลาฉบับให้มาสเตอร์แต่อาจกเจแต่ให้ปันไตเนตินุมะมาสลายคณีเจมวยหนึ่งศาสตราจารย์ได้บินประปนรุ่ยอาก็มีเตปูปันไตบรมเนี่ยนุ่มมันตัวคอตราลามะบังคอมจัดชุบเรียนให้หมกเทอจีจำนวนการเกวิงไงมวยมะบานยกเอกสารแต่เอาเมฆลงกิจประชุมมวยให้นูจีลึกดำบงแดเอ็นรูบางคืนมาเป็นนุมะเฮตักดอกประหลาดเมฆระบมะบานซาจำออหนึ่งแสดงมันตัวไอมะเตอสมาคลุนจันได้จะปีดอกอามาบ่มพอดนี่จะปีแดเอ็นรูบานดาโจมอกลงจีบระบมะเก็บบานสำตัวจำนูมีระบมะนังบานนอมมะแต่ยามหาไทยตรองเนเป็นนูมะกะทาเก็บปัจจิมีมุนสนายครั้งหน้าจีมนุกรุบเนี่ยดเตยสังหาให้มีสนามหย่อนย้ำดอมมินดำไลมันอากัดไหลบานตรำประมวยไงเก็กับบางเกณฑ์จมวยมะให้ตรำประมวยสัปดาห์เก็กับบานสมารีบกาเอาแต่เกสมมะประกอบจิยุลโปรโปรเกจีบรอดอลอเอิดขจอมเนี่ยได้หมก
ជួយសង្គ្រោះជីវិតម៉ាក់ដោយក្នុងរឿងព្រេងនិទានតែនោះគួរតែជាចំណុចសង្ស័យវាដូចជាអាណាចក្រក្នុងរឿងនិទានដែលគេសាងសង់ឡើងសម្រាប់គូដណ្ដឹងដ៏អាកំបាំងម្នាក់ឈ្មោះថា Kitty ដែលបានបបង់គេចោលថ្ងៃមួយ Andrew ត្រឡប់មកពីធ្វើការហើយនៅពេលដែលគេឃើញសក់របស់ម៉ាក់គេប្រាប់ម៉ាក់ថាសក់របស់ម៉ាក់ចាប់ផ្ដើមដោះចេញពណ៌ដើមវិញហើយមើលទៅមិនសូវស្អាតទេម៉ាក់ក៏ប្រាប់គេវិញថាម៉ាក់ទើបតែណាត់ជាងធ្វើសក់រួចហើយគេនឹងលាបពណ៌សក់ឲ្យស្អាតឡើងវិញនៅថ្ងៃនេះនៅពេលម៉ាក់ត្រឡប់មកពីទិញអីវ៉ាន់ Andrew ក៏មកថើបម៉ាក់ទាំងក្តីស្រឡាញ់គេឃើញថាម៉ាក់នៅមិនទាន់លាបពណ៌សក់នៅឡើយម៉ាក់ក៏ប្រាប់គេថាម៉ាក់រវល់ជូនកូនទៅផ្ទះមិត្តភ័ក្តិម៉ាក់នឹងរៀបចំណាត់ជួបជាងលាបពណ៌សក់ឡើងវិញ Andrew ក៏ពឹងម៉ាក់ឲ្យជួយរកកំណត់ត្រាកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមប្រឹក្សាពិបាលគេរកមិនឃើញគេគិតថាឯកសារប្រហែលជានៅជាន់ខាងលើក្នុងបន្ទប់ជាន់ដំបូលម៉ាក់ក៏យល់ព្រមឡើងទៅជាន់ខាងលើចាក់សោឬចូលទៅក្នុងបន្ទប់ដើម្បីរកកំណត់ត្រានោះប៉ុន្តែគ្មានឯកសារអ្វីនៅទីនោះឡើយ Andrew ក៏ដើរចូលមកហើយទាញទ្វារបិទចាក់សោពីខាងក្រៅម៉ាក់មានការភ្ញាក់ផ្អើលនិងសុំឲ្យគេបើកទ្វារប៉ុន្តែ Andrew បាននិយាយដោយសំឡេងស្ងប់ស្ងាត់ថាបងខកចិត្តនឹងអូនខ្លាំងណាស់សក់របស់អូនគឺជាសិទ្ធិពិសេសដែលត្រូវថែទាំឲ្យបានល្អតើអូនដឹងទេថាវាគួរឲ្យខ្មាស់គេប៉ុណ្ណាដែលឃើញប្រពន្ធខ្លួនឯងដើរពេញទាំងទីក្រុងទាំងឬសក់ដោះចេញមកខុសពណ៌គ្នាបែបនេះម៉ាក់បានប្រាប់គេថានាងនឹងណាត់ជាងសក់ម្ដងទៀតជួយបើកទ្វារឲ្យនាងចេញពីបន្ទប់នេះផង Andrew ប្រាប់ថាគេនឹងបើកឲ្យតែមិនមែនពេលនេះទេ Andrew រុញស្រោមសម្បត្តិមួយចូលទៅក្រោមទ្វារហើយគេប្រាប់ថាគេចង់ឲ្យម៉ាក់ដកសក់ចេញពីក្បាលចំនួន100សរសៃត្រូវមានឬសក់មកជាមួយគេចង់ឃើញឬសក់ទាំងនោះនាងណានៅតែគិតថាជាការលេងសើចរបស់ប្តីនាងប្រាប់ឲ្យគេបើកទ្វារឲ្យនាងចេញ Andrew ប្រាប់ថានៅពេលដែលនាងដកសក់រួចដាក់សក់ចូលទៅក្នុងស្រោមសម្បត្តិវិញរួចរុញវាចេញមកក្រោមទ្វារនេះបន្ទាប់មកគេនឹងពិចារណាពីសេរីភាពរបស់នាងណាស្រែកយំអង្វរយ៉ាងណាក៏មិនបានផលឡើយតើបរិសុទ្ធដែលម៉ាក់រៀបការជាមួយនេះជាអ្នកណាតើម៉ាក់បានធ្វើអ្វីខុសខ្លះអាហារក៏គ្មានតែទឹកដបតូចៗ3ដបចំណែកឯបង្គន់វិញគឺមានតែធុងទឹកមួយម៉ាក់បានគិតត្រឡប់ទៅការដែលយើងរស់នៅតែពីអ្នកកូនម៉ាក់មិនដែលដឹងទាល់តែសោះថាការនោះពួកយើងរស់នៅមានក្តីសុខប៉ុណ្ណាទោះបីជាពេលនោះពួកយើងស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុដុនដាបខ្លាំងក៏ដោយចុះពេលនេះតើម៉ាក់មានជំរឿអ្វីក្រៅពីស្ដាប់បង្គាប់មនុស្សរោគចិត្តនេះព្រោះម៉ាក់ចង់ជួបមុខកូនម្ដងទៀតម៉ាក់គ្មានជំរឿក្រៅពីបើកសក់ខ្លួនឯងដាក់ក្នុងស្រោមសម្បត្តិនោះឡើយនៅពេលដែល Andrew ត្រឡប់មករកម៉ាក់វិញដោយប្រាប់ថាមានសក់មួយសរសៃគ្មានឬដូច្នេះម៉ាក់ត្រូវចាប់ផ្ដើមបើកម្ដងទៀតម៉ាក់ចាប់ផ្ដើមដកម្ដងទៀតទាំងអស់សង្ឃឹមនឹងឈឺចាប់ក្រោយមក Andrew ក៏បើកទ្វារឃើញម៉ាក់ដេកទាំងអស់កម្លាំងនៅលើឥដ្ឋគេយកទឹកមួយដបមកឲ្យម៉ាក់ផឹកដោយស្រេកម៉ាក់ក៏បានយកទឹកមួយដបនោះមកផឹករួចចេញពីបន្ទប់នោះយ៉ាងលឿនរត់ចុះក្រោមទៅរកកូនស្រីពេលទៅដល់ជួបកូនម៉ាក់ក៏ចាប់ផ្ដើមវិលមុខទើបម៉ាក់ដឹងថា Andrew បានដាក់ថ្នាំមួយដេកនៅក្នុងទឹកម៉ាក់ក៏បានសន្លប់បាត់ស្មារតីនៅចំពោះមុខកូននៅពេលដែលម៉ាក់ភ្ញាក់ដឹងខ្លួនឡើងវិញម៉ាក់បានរត់ទៅរកកូនទាំងនៅមិនទាន់ស្វាំងនៅឡើយម៉ាក់ឃើញកូនកំពុងលង់ទឹកក្នុងអាងងូតទឹកក្រោយពេលដែលប៉ូលីសក៏មកដល់ហើយចាប់ខ្លួនម៉ាក់តែម្ដងប្រសិនបើម៉ាក់ជាប៉ូលីសវិញម៉ាក់ប្រហែលជាគិតដូចគ្នាអញ្ចឹងម៉ាក់បានដាក់ថ្នាំសន្លប់ហើយព្យាយាមជាមួយទឹកសម្រាប់កូនខ្លួនឯងរួចក៏លេបថ្នាំអស់មួយដបដើម្បីសម្រាប់ខ្លួនតាមក្រោយមាននរណាម្នាក់ជឿទេថាប្តីរបស់ម៉ាក់គឺជាបិសាចដ៏សាហាវយង់ឃ្នងនិងមានចិត្តអាក្រក់បែបនេះតើមនុស្សប្រុសដែលសង្ហាមានគេឈ្មោះល្បីល្បាញនិងមានគេស្រឡាញ់ចូលចិត្តច្រើនអាចខ្លាយទៅជាមនុស្សដែលគ្មានសប្បុរសធម៌ម្នាក់ទៅកើតគេក៏បញ្ជូនម៉ាក់ទៅមន្ទីរពេទ្យរោគចិត្តក្នុងមន្ទីរពេទ្យគេចាក់ថ្នាំប្រឆាំងរោគចិត្តនិងបំបត្តិភាពតានតឹងពេញខ្លួនម៉ាក់បន្ទាប់ពីរយៈពេល9ខែម៉ាក់ដឹងថាផ្លូវតែមួយគត់ដើម្បីបានត្រឡប់ទៅរកកូនវិញគឺម៉ាក់ត្រូវសារភាពរកកំហុសគ្រប់យ៉ាងហើយអង្វរសុំសេរីភាពរបស់ម៉ាក់មកវិញម៉ាក់គ្មានថ្ងៃបានសេរីភាពវិញឡើយទោះបីជាម៉ាក់ខំប្រឹងបង្ហាញថាខ្លួនឯងគឺជាភរិយាដែលមានសុភមង្គលនិងល្អឥតខ្ចោះបំផុតលើលោកយ៉ាងណាក៏ដោយ Andrew បានបញ្ចុះបញ្ចូលពួកសត្វអសេរពឹសខួរក្បាលទទេទាំងអស់នោះឲ្យជឿថាម៉ាក់ជាស្រីឈួតអាហាវនិងមិនសមធ្វើជាម្ដាយចិញ្ចឹមកូនស្រីខ្លួនឯងឡើយចំណែកគេវិញបែរជាត្រូវបានគេលើកដំកើងជាស្វាមីល្អប្រចាំឆ្នាំព្រោះតែភាពអត់ធ្មត់នៅក្បែរប្រពន្ធវិកលចរិតម្នាក់នេះគេចង់បានកូនផ្ទាល់ខ្លួនប៉ុន្តែម៉ាក់គ្មានថ្ងៃបណ្ដោយឲ្យគេមកបន្តពុជពងអាក្រក់របស់គេនៅក្នុងខ្លួនម៉ាក់ឡើយម៉ាក់បានលួចទៅទីក្រុងដើម្បីដាក់កងការពីកំណើតជាមួយគ្រូពេទ្យម្នាក់ម៉ាក់បានគំរាមគេឲ្យកុហក Andrew ថាម៉ាក់អស់ពងជីវិតហើយរាល់ពេលដែលម៉ាក់ធ្វើខុសបន្តិចបន្តួចឬព្យាយាមប្រឆាំង Andrew តែងតែឃុំម៉ាក់នៅបន្ទប់ជាន់ដំបូលឬបញ្ជូនម៉ាក់ទៅមន្ទីរពេទ្យរោគចិត្តវិញ Andrew គឺជាបណ្ដាញទំនាក់ទំនងតែមួយគត់របស់ម៉ាក់ទៅកាន់ពិភពខាងក្រៅហើយក៏ជាមនុស្សម្នាក់គត់ដែលជឿម៉ាក់គេបានព្យាយាមជួយពួកយើងឲ្យរត់គេចដោយធ្វើលិខិតឆ្លងដែនคล้ายៗប៉ុន្តែ Andrew បានរកឃើញវានៅក្នុងថតតុករបស់ម៉ាក់ហើយម៉ាក់ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរោគចិត្តម្ដងទៀតទ្រព្យសម្បត្តិគ្រប់យ៉ាងសុទ្ធតែជាឈ្មោះរបស់គេម៉ាក់គ្មានលុយគ្មានបានឥណទានគ្មានគ្រួសារហើយក៏គ្មានមិត្តភ័ក្តិម៉ាក់គ្រាន់តែជាអ្នកជំងឺដែលចិញ្ចឹមមន្ទីរពេទ្យរោគចិត្តញឹកញាប់ម្នាក់ដែលគ្មានឱកាសនឹងទទួលបានសិទ្ធិចិញ្ចឹមកូនទាល់តែសោះប្រសិនបើម៉ាក់រត់ Andrew នឹងតាមរកម៉ាក់ឃើញហើយអូក្បាលពួកយើងត្រឡប់មកវិញគ្រប់គ្នានឹងហៅគេថាជាវីរៈបុរសគ្មានថ្ងៃដែលគេព្រមឲ្យម៉ាក់ចាក់ចេញពីចំណងអាពាហ៍ពិពាហ៍នេះទាំងមានជីវិតឡើយហើយប្រសិនបើម៉ាក់ស្លាប់តើមានរឿងអ្វីកើតឡើងចំពោះកូនតើម៉ាក់បានធ្វើរឿងឈួតអ្វីខ្លះដែលនាំឲ្យបរិមម្នាក់នេះចូលមកក្នុងជីវិតកូនម៉ាក់ក៏ដឹងចំណុចខ្សោយរបស់ Andrew គេគឺជាមនុស្សដែលចង់ឲ្យគេស្រឡាញ់និងលើកដំកើងដូច្នេះម៉ាក់ក៏ចាប់ផ្ដើមរៀបចំផែនការសងសឹក Andrew ធ្លាប់បាត់បង់ប្អូនស្រីម្នាក់ដោយសារតែមនុស្សប្រុសដូចជា Andrew ដូច្នេះគេមិនចង់ឲ្យរឿងនេះកើតឡើងលើខ្លួនម៉ាក់ឡើយ
គេចង់ឲ្យម៉ាក់នឹងកូនរួចកិច្ចម្ដងទៀតម៉ាក់ក៏ប្រាប់គេវិញថាមិនបាច់ទេអេនដ្រូនឹងចាក់ចេញពីម៉ាក់ដោយខ្លួនឯងមីលីគឺជាមនុស្សស្រីប្រភេទដែលអេនដ្រូចូលចិត្តបំផុតស្អាតឆ្លាតសក់ពណ៌មាសនិងឯកោក្នុងលោកនេះជាមនុស្សដែលគេចង់ដើរតួជាអ្នកជួយសង្គ្រោះនាងត្រូវបានឪពុកម្ដាយបោះបង់ចោលត្រូវគេដកចេញពីការងារគ្មានលុយគ្មានមិត្តភ័ក្តិដេកនៅក្នុងឡានហើយអ្វីដែលពិសេសបំផុតនោះគឺនាងទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំបន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល10ឆ្នាំក្នុងទោសកំណត់15ឆ្នាំនាងមិនមែនជាប់គុកដោយសាររឿងគ្រឿងញៀនបើកបរទាំងស្រវឹងគឺនាងជាប់គុកពីបទមនុស្សឃាតនៅពេលដែលម៉ាក់បានជួបមីលីម៉ាក់ក៏នឹកឃើញផែនការមួយដែលប្រសើរជាងមុនអេនស៊ូបានអង្វរម៉ាក់ឲ្យរកវិធីផ្សេងកុំឲ្យទេមីលីមកពាក់ព័ន្ធនៅក្នុងរឿងនេះប៉ុន្តែម៉ាក់ដឹងច្បាស់ថាវាគឺជាផ្លូវតែមួយគត់ដែលម៉ាក់អាចមានសេរីភាពពីអេនដ្រូម៉ាក់បង្ខំឲ្យគេសន្យាថានឹងមិនចូលជ្រៀតជ្រែករឿងនេះឡើយបើមិនមែនមីលីជាអ្នករងគ្រោះទេគឺមានតែកូននិងម៉ាក់ប៉ុណ្ណោះគេក៏យល់ព្រមទាំងទើសទាល់ប៉ុន្តែគេនិយាយថាគេនឹងនៅទីនេះដើម្បីតាមមើលមីលីការជួលមីលីគឺជាផ្លូវតែមួយគត់ដែលម៉ាក់អាចការពារសុវត្ថិភាពកូននិងរំដោះពួកយើងទាំងពីរឲ្យមានសេរីភាពត្រឡប់មកកាន់មីលីវិញអេដ្រូបានឡើងមករកមីលីជាមួយនឹងបំណែកចានដែលបែកមីលីចាប់ផ្ដើមភ័យខ្លាចនៅក្នុងបន្ទប់ជាន់ដំបូលនាងអង្វរឲ្យគេបើកទ្វារអេដ្រូនិយាយថាចានដែលនាងធ្វើឲ្យបែកគឺជាមរតកដែលមិនអាចជំនួសបានតែលោកជីរបស់គេយកមកពីទីក្រុងឡុងចំណែកម្ដាយរបស់គេវិញគាត់ប្រើវាសម្រាប់រៀបចំអាហារដោយមិនហ៊ានឲ្យមានស្នាមសូម្បីតែបន្តិចតែនាងបែកជាធ្វើឲ្យវាធ្លាក់បែកជី21ចំណែកនាងថែមទាំងមិនលាងសម្អាតវាទៀតមីលីបានជេរគេថាបើកទ្វារឲ្យនាងចេញមនុស្សរោគចិត្តអេដ្រូបានហុចបំណែកចានមួយចូលទៅក្រោមទ្វាររួចគេនិយាយថាគេនឹងឲ្យនាងចេញប៉ុន្តែនាងត្រូវលុបលាងកំហុសជាមុនសិននាងត្រូវយកអំបែងចានដែលគេឲ្យទៅឆូតលើពោះរបស់នាងឲ្យបាន21ឆ្នូតទៅតាមចំនួនបំណែកដែលនាងធ្វើឲ្យបែកនាងត្រូវឲ្យជ្រៅនៅពេលដែលនាងធ្វើរួចគេនឹងពិចារណាពីសេរីភាពរបស់នាងបើនាងធ្វើមិនបានត្រឹមត្រូវទេនាងនឹងត្រូវធ្វើវាម្ដងទៀតដូច្នេះគេណែនាំឲ្យនាងធ្វើវាឲ្យបានត្រឹមត្រូវតាំងពីលើកដំបូងធ្វើរួចនាងត្រូវហុចបំណែកចានទាំងនោះត្រឡប់មកឲ្យគេវិញនៅពេលនោះទើបនាងដឹងថានីណាបានដឹងរឿងរ៉ាវគ្រប់យ៉ាងពីវិនាទីដែលនាងបានឈៀងជើងចូលក្នុងផ្ទះរបស់នាងមកម្លេះវាពិតជាគួរឲ្យអស់សំណើចណាស់ក្មេងប្រុសដែលធ្វើឲ្យនាងត្រូវជាប់គុកមានចរិតដូចជាអេនដ្រូបេបិទជាកូនអ្នកមានរូបសង្ហាហើយគ្រប់គ្នាស្រឡាញ់ចូលចិត្តនាងមិនបានតាំងចិត្តសម្លាប់គេទេប៉ុន្តែនាងឃើញគេរំលោភមិត្តភក្តិរបស់នាងទើបនាងវាយក្បាលគេរហូតដល់ស្លាប់នាងមិនដែលមានអារម្មណ៍ស្ដាយក្រោយទេមិត្តរួមថ្នាក់របស់នាងបែរជាបដិសេធមិនជួយបញ្ជាក់ពីការពិតឲ្យនាងគ្រប់គ្នាជឿតែពួកក្មេងអ្នកមានតែមិនជឿក្មេងស្រីដែលរស់ដោយសារអាហារូបករណ៍សប្បុរសធម៌ដូចជានាងឡើយសូម្បីតែឪពុកម្ដាយរបស់នាងជំរឿតែមួយគត់គឺត្រូវទទួលយកការសម្រុះសម្រួលទោសបទមនុស្សឃាតដោយអចេតនាជាប់គុក15ឆ្នាំនាងបានចេញក្រៅឃុំក្រោយជាប់បាន10ឆ្នាំការវិលត្រឡប់មកកាន់ពិភពពិតវិញវាមិនមែនជារឿងងាយស្រួលឡើយនីណាកំពុងតែស្វែងរកច្រកចេញហើយនាងគឺជាច្រកចេញរបស់នីណាឥឡូវនេះនាងប្រៀបដូចជាមេអំបៅដែលជាប់នៅក្នុងប្រអប់ច្រើនឆ្នាំមកនេះនាងប្រឹងតស៊ូនិងប្រឹងរស់រានមានជីវិតប៉ុន្តែចុងក្រោយវាមានផ្លូវចេញតែមួយគត់សម្រាប់ក្មេងស្រីដូចជានាងគឺការចោះចាញ់មីលីបានរកឃើញកំបិតមួយដែលនីណាបានលាក់ទុកឲ្យនាងដើម្បីរស់និងដើម្បីចេញពីបន្ទប់នេះមីលីគ្មានជំរឿអ្វីក្រៅពីអាសាច់ពុះខ្លួនឯងទាំងទ្រាំឈឺចាប់តាមការបញ្ជារបស់អេនដ្រូនាងលើកអាវបង្ហាញអេនដ្រូថានាងធ្វើវារួចរាល់ហើយនាងបានហុចបំណែកចាននោះចេញមកវិញហើយសាយប្រាប់ឲ្យអេនដ្រូដោះលែងនាងនាងកំពុងញ៉ាំអាហារពេលល្ងាចយ៉ាងមានក្តីសុខជាមួយស៊ីស៊ីនាងប្រាប់កូនថាពេលនេះពួកយើងមានសេរីភាពហើយយើងត្រូវស្វែងរកកន្លែងរស់នៅថ្មីដែលមានតែយើងពីរនាក់នៅពេលដែលស៊ីស៊ីសួរអំពីមីលីនីណាឆ្លើយថានាងនៅជាមួយឪពុកកូនហើយស៊ីស៊ីប្រាប់ម្ដាយថាពួកយើងគួរតែនាំមីលីទៅជាមួយគ្នានីណាប្រាប់ថាមីលីអាចមើលថែទាំខ្លួនឯងបាននៅក្នុងបន្ទប់ជាន់ដំបូលមីលីបានសន្លប់បាត់ស្មារតីអេនដ្រូក៏បានបើកទ្វារចូលមករួចគេក៏ថើបនាងធ្វើឲ្យនាងភ្ញាក់ដឹងខ្លួនឡើងអេនដ្រូនិយាយថាគេពិតជាចង់កសាងជីវិតជាមួយនាងមែនតែនាងត្រូវរៀនយល់ថារាល់សកម្មភាពរបស់នាងតែងតែមានផលវិបាកតាមមុខជាមួយនាងនឹងមានគ្រប់យ៉ាងដែលនាងប្រាថ្នាការសិក្សាអប់រំស្ថិរភាពហិរញ្ញវត្ថុផ្ទះដ៏ស្អាតនិងគ្រួសារមួយមីលីឆ្លើយតបវិញថានាងពិតជាចង់បានខ្លាំងណាស់ប៉ុន្តែមិនមែនជាមួយមនុស្សរោគចិត្តដូចជាគេឡើយរួចនាងក៏យកកំបិតចាក់លើកញ្ចឹងករបស់គេយកទូរស័ព្ទរួចរត់ចេញមកខាងក្រៅប៉ុន្តែអេនដ្រូចាប់ជើងនាងជាប់អូសនាងចូលទៅខាងក្នុងវិញមីលីក៏ធាក់គេមួយជើងឬយកទូរស័ព្ទម្ដងទៀតរត់ចេញមកខាងក្រៅចាក់សោទ្វារបង្ខាំងអេនដ្រូទុកនៅក្នុងបន្ទប់នោះវិញអេនដ្រូបានសាច់គំរាមមីលីឲ្យបើកទ្វារបើមិនដូច្នេះទេគេនឹងទូរស័ព្ទប្តឹងប៉ូលីសហើយនាងនឹងត្រូវជាប់គុកម្ដងទៀតមីលីមិនខ្វល់ឡើយនាងបានមើលរូបភាពតាមកាមេរ៉ាសុវត្ថិភាពតាមរយៈទូរស័ព្ទរួចក៏ចុះមកខាងក្រោមដើម្បីរកអាហារញ៉ាំនៅពេលញ៉ាំអាហារឆ្អែតនាងបានឃើញសារដែលម្ដាយរបស់អេនដ្រូផ្ញើមករឿងឯកសារលែងលះដល់ខឹងមីលីបានប្រមូលឈុតចានឆ្នាំងមរតកទាំងអស់រួមទាំងដែលកាប់មួយរួចឡើងទៅជន់លើទៅរកអេនដ្រូនាងថែមទាំងយកសាំងមួយធុងមុខជាមួយផងដែរនៅពេលឮសំឡេងមីលីមកដល់អេនដ្រូបានបដូរឥរិយាបថពីគំរាមមកលួងលោមនាងយ៉ាងកំសត់ថាគេបានធ្វើរឿងអាក្រក់ជាច្រើនគេមានចរិតឆេវឆាវបន្តិចមែនគេចង់កែខ្លួនឡើងវិញគេចង់ឲ្យនាងជួយគេឲ្យក្លាយជាមនុស្សល្អឡើងវិញតាំងនាងអាចបើកទ្វារឲ្យគេផឹកទឹកបន្តិចបានទេមីលីនិយាយថានាងនឹងដោះលែងគេតែមិនមែនពេលនេះទេគេត្រូវធ្វើរឿងមួយជាមុនសិននាងបានរុញដង្កាប់ចូលទៅក្រោមទ្វាររួចបញ្ជាឲ្យគេដកថ្មីមុខរបស់គេចេញព្រោះនាងជឿថាបើគ្មានស្នាមញញឹមដ៏តាក់ទាញនោះទេគេមិន
មិនអាចដើរបោកបញ្ឆោតឬដាក់មុនស្នេហ៍លើស្រីណាម្នាក់ទៀតឡើយឲ្យវាបាត់ស្នាមញញឹមដៃម្ដាយរបស់គេស្រឡាញ់ខ្លាំងបំផុតនោះទៅអេនដ្រូបានបដិសេធមិនព្រមធ្វើតាមមីលីក៏ចាប់ផ្ដើមលើកចានមរតករបស់ម្ដាយគេមកបោកកំទេចចោលម្ដងមួយអេនដ្រូខឹងយ៉ាងខ្លាំងគេស្រែកគំរាមឲ្យនាងបញ្ឈប់សកម្មភាពរបស់នាងភ្លាមប៉ុន្តែនាងនៅតែបន្តកំទេចឈុតចានដែលគេស្រឡាញ់នោះរហូតអេនដ្រូនៅតែរឹងរូសមិនព្រមដកធ្មេញខ្លួនឯងដដែលមីលីនិយាយថាតើនីណាមិនបានប្រាប់គេថាហេតុអីបានជានាងជាប់គុកព្រោះតែសម្រាប់មនុស្សមីលីក៏ចាប់ផ្ដើមចាក់សាំងពេញនៅឥដ្ឋនៅមុខបន្ទប់ហើយត្រៀមលក្ខណៈនឹងដុតសម្អាតបិសាចម្នាក់នេះឲ្យរលាយក្នុងភ្លុកភ្លើងតែម្ដងអេនដ្រូដែលគ្មានជំរឿគេក៏យល់ព្រមគេបង្ខំចិត្តយកដង្កាប់មកដកធ្មេញខ្លួនឯងទាំងទ្រាំឈឺចាប់មីលីមើលសកម្មភាពដ៏ឈឺចាប់នេះតាមរយៈកាមេរ៉ាក្នុងទូរស័ព្ទនាងបញ្ជាឲ្យគេហុចធ្មេញនិងដៃកាប់មកឲ្យនាងវិញគេក៏ធ្វើតាមរួចគេអង្វរនាងឲ្យដោះលែងប៉ុន្តែមីលីបែរជានិយាយថានាងនឹងត្រឡប់មកវិញនៅពេលព្រឹកនៅពេលឮសម្ដីនេះអេនដ្រូខឹងយ៉ាងខ្លាំងមីលីកំពុងផឹកស្រាមើលទូរទស្សន៍និងតែងតែមើលអេនដ្រូតាមរយៈកាមេរ៉ាក្នុងទូរស័ព្ទដែលហត់នឹងអស់កម្លាំងមីលីក៏បានគេងលក់នីណាបានត្រឡប់មកផ្ទះវិញដើម្បីលួចដោះលែងមីលីនាងបានលួចចូលទៅក្នុងផ្ទះនាងឮសំឡេងទូរទស្សន៍នាងគិតថាជាអេនដ្រូនីណាក៏ឡើងទៅជន់ដំបូលស្រាប់តែមីលីក៏ភ្ញាក់ដឹងខ្លួនឆែកមើលកាមេរ៉ាតែមិនឃើញអេនដ្រូដោយបារម្ភនាងក៏ប្រញាប់ឡើងទៅមើលពេលឡើងទៅដល់ស្របពេលដែលនីណាបើកសោទ្វារបន្ទប់នោះរួចទៅហើយមីលីបានស្រែកខាត់នីណាប៉ុន្តែវាយឺតពេកទាំងហើយអេនដ្រូបានស្ទុះចេញមករួចច្រាននីណាធ្លាក់ពីលើកាំជណ្ដើរនិងមានបំណងចាប់បាច់កនីណាមីលីក៏យកធូបការមកវាយក្បាលរបស់អេនដ្រូធ្វើឲ្យគេខឹងគេក៏បានដេញចាប់នាងនៅពេលដែលគេចាប់ក្រៀកកនាងបាននាងក៏ចាប់ខំដៃគេធ្វើឲ្យគេឈឺរហូតដល់លែងនាងក៏វាយមុខរបួសចាស់របស់គេម្ដងហើយម្ដងទៀតរួចនាងក៏រត់ចេញមកខាងក្រៅអេនដ្រូដេញតាមនាងរហូតដល់ក្រៅចរិតរបស់គេបង្ហាញចេញមកដូចជាកូនក្មេងកំពុងស្វែងរកម្ដាយគេក៏ចូលមកខាងក្នុងផ្ទះវិញគេនៅតែបន្តសែកហៅរកមីលីទាំងកំហឹងឲ្យចេញមកសំឡេងរបស់នីណាសែកប្រាប់គេថាឲ្យចាក់ចេញពីមីលីអេនដ្រូរត់ឡើងទៅលើយ៉ាងលឿនទៅរកនីណាដែលកំពុងឈរនៅជិតជណ្ដើរយ៉ាងស្ងប់ស្ងាត់គេដើរតិចៗទៅរកនាងគេនិយាយលួងលោមនាងបកប់នៃមើងងាយថាបងទទួលស្គាល់កំហុសគ្រប់យ៉ាងដែលបងបានធ្វើខុសពួកយើងបំភ្លេចរឿងនេះចោលទៅហើយចាប់ផ្ដើមជាថ្មីធ្វើដូចជាគ្មានរឿងអ្វីកាត់ឡើងបងសុំទោសបងនៅតែស្រឡាញ់អូននៅតែជាលេខាដ៏គួរឲ្យស្រឡាញ់និងទុនខ្សោយម្នាក់អង្គុយនៅក្នុងការិយាល័យទាំងដែលកំពុងហៀទឹកដោះកាលនឹងអូនគួរឲ្យស្រឡាញ់ណាស់បងគ្រាន់តែចង់ជួយអូនប៉ុណ្ណោះបងជួយនាំក្មេងម្នាក់មកកាន់ពិភពលោកដែលជាក្មេងគ្មានអនាគតអូនរកសុភមង្គលបែបនេះមិនបានទេនៅក្នុងចន្លោះវ័យនេះបងនឹងតាក់ទងទៅប៉ូលីសមីលីនឹងត្រូវត្រឡប់ទៅដេកគុកវិញនីណាបានតបទៅវិញទាំងខឹងថារាល់ពាក្យសម្ដីរបស់គេសុទ្ធតែជាការកុហកអាជីពការងាររបស់គេគឺឪពុកគេជាអ្នកផ្ដល់ឲ្យកូនមិនមែនជាកូនបង្កើតគេមានប្រពន្ធម្នាក់ដែលស្អប់គេដល់ឆ្អឹងឲ្យច្រើនឆ្នាំមកនេះនាងទ្រាំគ្រាន់តែដើម្បីចង់បានកំទេចកំទីក្តីស្រឡាញ់ពីម្ដាយចង្រៃរបស់គេនាងសុកចិត្តស្លាប់ប្រសើរជាងរស់នៅជាមួយអាមនុស្សថោកទាបដូចជាគេអេនដ្រូខឹងយ៉ាងខ្លាំងគេស្ទុះទៅចាប់នីណាប៉ុន្តែនាងគេចផុតស្រាប់តែមីលីក៏ចេញមកច្រានគេពីខាងក្រោយរួចរុញអេនដ្រូទម្លាក់ពីខាងលើមកដល់ខាងក្រោមជណ្ដើរអេនដ្រូបានធ្លាក់មកបោកនឹងឥដ្ឋស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមដើម្បីបំបត្តិផតាងនីណាបានដោះអំពូលភ្លើងមួយចេញរួចទម្លាក់ចុះមកក្រោមបោកទៅលើឥដ្ឋដើម្បីឲ្យមើលទៅដូចជាគ្រោះថ្នាក់ចៃដន្យនីណាបានរៀបចំគម្រោងប្រាប់ប៉ូលីសថាអេនដ្រូបានធ្លាក់ចុះមកស្លាប់ដោយសារព្យាយាមផ្លាស់ប្ដូរអំពូលភ្លើងមីលីក៏ថាប៉ូលីសច្បាស់ជាមិនជឿឡើយប៉ុន្តែនីណានៅតែចង់សាកល្បងមីលីក៏បានចាក់ចេញពីទីនោះដោយមិនសល់ទុកនៅថ្មីដែលអេនដ្រូបានដកចេញនីណាទូរស័ព្ទទៅអេនស៊ូរួចប្រាប់គេថារឿងគ្រប់យ៉ាងចប់សពគ្រប់ហើយនាងត្រូវការឲ្យគេជួយបោសសម្អាតផុសតាងនៅពេលប៉ូលីសមកដល់នីណាបានផ្ដល់ចម្លើយសារភាពយ៉ាងរលូនប៉ូលីសស្រីមានការសង្ស័យអំពីស្នាមរបួសដាច់យ៉ាងជ្រៅត្រង់កញ្ចឹងករបស់អេនដ្រូជាធម្មតាការធ្លាក់ចុះមកក្រោមមិនអាចបន្សល់ទុកស្នាមរបួសបែបហ្នឹងទេនីណាចាប់ផ្ដើមភ័យនឹងសំណួរមួយនេះប៉ូលីសស្រីក៏បានប្រាប់រឿងរ៉ាវភ្ញាក់ផ្អើលមួយដល់នីណាថានាងក៏ធ្លាប់ស្គាល់ស្វាមីរបស់អ្នកស្រីដែរគេធ្លាប់ជាគូដណ្ដឹងរបស់ខាត់ធីដែលជាបងស្រីរបស់នាងកាលពី8ឆ្នាំមុនបងស្រីនាងបានរត់មកផ្ទះរបស់នាងទាំងកណ្ដាលអាត្រាចាប់តាំងពីពេលនោះមកគាត់ផ្លាស់ប្ដូរទាំងស្រុងប្រហែលជាគាត់ធ្លាក់ពីកន្លែងខ្ពស់ប៉ះទង្គិចខ្លាំងបែករហែកបាក់ឆ្អឹងបាក់ធ្មេញប៉ូលីសក៏បានសន្និដ្ឋានថាវាគឺជាគ្រោះថ្នាក់ចៃដន្យនៅក្នុងភូមិគ្រឹះដ៏ចម្លែកនោះប៉ូលីសស្រីក៏បញ្ឈប់ការសួរចម្លើយរួចងើបចាក់ចេញទៅដោយចាត់ទុកថាអេនដ្រូជួបគ្រោះថ្នាក់ចៃដន្យទឹកភ្នែករបស់នីណាក៏ហូរចុះមកនៅក្នុងពិធីបុណ្យសពគ្រប់គ្នាមានទឹកមុខសោកសៅនិងយំសោកស្ដាយអេនដ្រូលើកលែងតែប៉ូលីសស្រីដែលសប្បាយចិត្តនីណាសម្រេចចិត្តលក់ផ្ទះចោលហើយផ្លាស់ទៅរស់នៅទីក្រុងឡូអេនជេលេសម្ដាយរបស់អេនដ្រូមានការងឿឆ្ងល់ដែលកូនប្រុសរបស់គាត់បាក់ធ្មេញមួយគាត់ប្រាប់គ្រប់គ្នាដែលចូលរួមបុណ្យសពថាបើគ្រប់គ្នាមិនចេះថែរក្សាធ្មេញខ្លួនឯងឲ្យបានល្អទេគ្រប់គ្នាមិនសមនឹងមានវាទេការពិតចរិតលក្ខណៈរបស់អេនដ្រូទទួលឥទ្ធិពលពីម្ដាយដែលស្រឡាញ់ភាពឥតខ្ចោះជាមនុស្សតឹងរឹងនិងចង់ឲ្យកូនឥតខ្ចោះគ្រប់រឿងការរស់នៅក្នុងបរិយាកាសដែលសម្បកក្រៅសំខាន់ជាងសេចក្តីស្រឡាញ់ពិតបានធ្វើឲ្យអេនដ្រូក្លាយជាមនុស្សដែលពូកែសម្ដែងនិងមានចរិតគ្រប់គ្រងអ្នកដទៃដើម្បីបំបត្តិភាពទន់ខ្សោយនៅខាងក្នុងរបស់ខ្លួនមុននឹងចាកចេញទៅនីណាបានជួបមីលីនិងបានហុចមូលបទានប័ត្រមួយសន្លឹកឲ្យនាងដើម្បីឲ្យមីលីចាប់ផ្ដើមជីវិតថ្មីមីលីកំពុងសម្ភារការងារជាអ្នកបម្រើក្នុងផ្ទះថ្មីម្ចាស់ផ្ទះថ្មីបាននិយាយថានីណាបានសរសើរមីលីយ៉ាងខ្លាំងឲ្យម្ចាស់ផ្ទះនោះហាក់ដូចជាកំពុងរងការធ្វើបាបពីស្វាមីដោយនាងប្រមានមីលីថាដីរបស់
នាងគឺជាមនុស្សពិបាកគប់ចិត្តខ្លាំងណាស់មីលីក៏បានសួរទៅកាន់ម្ចាស់ផ្ទះដោយកែភ្នែកមើងម៉ាត់ថាតើឲ្យនាងចាប់ផ្ដើមធ្វើការនៅពេលណាសាច់រឿងរបស់យើងក៏បានដល់ទីបញ្ចប់អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានការសម្រាយរឿងតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនមានសាច់រឿងដែលចង់ឲ្យ admin សម្រាយកុំភ្លេចប្រាប់ admin សូមបងប្អូនកុំភ្លេចជួយចុច subscribe និងរូបកណ្ដឹងឲ្យ admin មួយផងដើម្បីទទួលបានរឿងល្អៗមួយជាច្រើនទៀតក្នុង channel GNG Review